พี่เยี่ยมបំពេញតួនាទីអ្នកឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តធ្វើការងារឲ្យបានល្អមើលថែគ្រួសារឲ្យបានត្រឹមត្រូវជួយមិត្តភ័ក្តិតាមអ្វីដែលអ្នកអាចធ្វើបានតែអ្នកក៏ត្រូវដឹងដែរថាអ្នកមិនអាចធ្វើបានគ្រប់រឿងបានទេមិនអាចបង្គាប់បញ្ជាឬបង្ខំឲ្យអ្វីបានដូចចិត្តអ្នកចង់គ្រប់រឿងបានឡើយអ្វីមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានពេលខ្លះអ្នកគិតថារឿងនឹងបានល្អតែបែរជាខូចបងអស់ទៅវិញអ្វីប៉ាន់ស្មានមិនត្រូវទេបើបុណ្យអ្នកគ្រប់ការព្យាយាមដល់កម្រិតការងារនោះបានសម្រេចតែបើបុណ្យអ្នកមិនគ្រប់ការព្យាយាមក៏មិនទាន់ដល់កម្រិតសេចក្តីប្រាថ្នាមិនបានសម្រេចឡើយមួយវិញទៀតពេលខ្លះអ្នកចង់ឲ្យគេល្អតែមិនប្រកាសថាគេចង់ល្អដូចអ្នកគិតទេសត្វលោកមានសម្ពាយកម្មផ្សេងគ្នាមានឧបនិស្ស័យសន្សំមកខុសគ្នាអ្នកខ្លះមានគេជួយតែគ្មានបុណ្យឲ្យគេជួយបានអ្នកចង់ឲ្យគេបានល្អតែបើគេមិនព្រមធ្វើល្អដោយខ្លួនឯងក៏គេនៅតែមិនអាចកែប្រែជីវិតគេបានអ្នកមិនអាចទទួលផលកម្មជំនួសគេបានឡើយអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញដោយខ្លួនឯងគ្មានអ្នកណាទទួលជំនួសអ្នកណាឡើយរៀនព្រមទទួលស្គាល់ការពិតថាខ្ញុំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំត្រឹមនឹងហើយសត្វលោកមានកម្មជារបស់ខ្លួនពាក្យថាអារម្មណ៍មិននឹងណោហ្នឹងបើនិយាយឲ្យត្រូវនិយាយថាចិត្តមិននឹងណោត្រូវជាងពីព្រោះអារម្មណ៍សំដៅទៅលើអ្វីនៅខាងក្រៅរូបសម្លេងរឿងរ៉ាវអីទាំងអស់ហ្នឹងវាកើតលេចដែកធម្មតារបស់វាប៉ុន្តែចិត្តរបស់យើងដែលតាមវាទៅវាធ្វើឲ្យវារវើរវាយគិតច្រើនស្មុគស្មាញដែតដូងតាមរឿងទាំងអស់ហ្នឹងយើងអត់បានខាត់រារាំងការពារកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃអារម្មណ៍នៃរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងជាធម្មតារឿងវាកើតឡើងជាបន្តបន្ទាប់នេះបន្តិចនោះបន្តិចល្អខ្លះខកខ្លះគេសរសើរខ្លះគេនិន្ទាខ្លះជារឿងធម្មតាយើងទៅខាត់រឿងទាំងអស់ហ្នឹងមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សាចិត្តបើអារម្មណ៍ហ្នឹងវាគិតទៅនាំឲ្យក្តៅក្រហល់ក្រហាយមួម៉ៅអាហ្នឹងយើងទុកម្ដុំទៅយើងបដោតផ្ចង់អារម្មណ៍មកលើរឿងណាដែលនាំឲ្យចិត្តជ្រះថ្លាសប្បាយរីករាយឧទាហរណ៍ថាការប្រឹងប្រែងការតស៊ូគុណពុកគុណម្ដាយគុណប្រតនត្រ័យរឿងដែលយើងត្រូវធ្វើភារកិច្ចដែលត្រូវបំពេញយកចិត្តមកផ្ដោតលើហ្នឹងទៅវាអូតូម៉ាទិកអារឿងរ៉ាវអត់ប្រយោជន៍រឿងមួម៉ៅក្តៅក្រហាយហ្នឹងវារសាត់បាត់ទៅហើយអារឿងនឹងរីកធំដោយសារចិត្តយើងចេះតែបដោតចេះតែគិតចេះតែរំលឹកវារឿងនឹងចេះតែផុសផុលឡើងប៉ុន្តែបើយើងបដោតទៅលើរឿងណាដែលជារឿងមានប្រយោជន៍រឿងមានប្រយោជន៍នឹងដុសដាលឡើងរឿងអត់ប្រយោជន៍នឹងក៏រសាត់បាត់ទៅអញ្ចឹងវានៅលើយើងចេះពន្យល់ខ្លួនឯង
ថាធ្វើម៉េចដើម្បីទម្លាក់រឿងសៅមួម៉ៅសៅហ្មងហ្នឹងហើយមកចង់មកលើរឿងដែលនាំឲ្យជ្រះថ្លាឧទាហរណ៍ថាយើងមានមិត្តភ័ក្តិល្អយើងទៅកន្លែងនាំឲ្យកើតចិត្តជ្រះថ្លាយើងទៅវត្តបូជាផ្កាយើងទៅរៀនសូត្រយើងទៅស្ដាប់ការណែនាំការបង្ហាត់បង្ហាញអញ្ចឹងទៅចឹងចិត្តហ្នឹងវាផ្ដោតទៅលើរឿងនាំឲ្យរីករាយជ្រះថ្លាវាធ្វើឲ្យចិត្តហ្នឹងស្រស់វាធ្វើឲ្យចិត្តហ្នឹងមានកម្លាំងមានពន្លឺអាចនឹងរឹងមាំហើយអាចធ្វើឲ្យមានបញ្ញាអាចពិចារណាដោះស្រាយបញ្ហាបានល្អជាងដែលរវើរវាយគិតទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហាយហ្នឹងចឹងជាប្រចាំយើងមានតួនាទីមួយរៀបចំចិត្តគំនិតតោងយកអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាហើយចាក់ចេញពីអារម្មណ៍ដែលនាំឲ្យមួម៉ៅក្តៅក្រហាយតែបើថាយើងមិនអាចប្រកបវិជ្ជាបានទាំងស្រុងមែនអារម្មណ៍ដែលកើតឡើងក្នុងជីវិតនឹងវាមានល្អខ្លះអាក្រក់ខ្លះយើងមិនអាចទៅរៀបរៀងខាត់ខាំងបានទេប៉ុន្តែឧទាហរណ៍ថាបើវាកើតមកហើយក៏ឲ្យវារលត់ទៅកើតមកហើយក៏ឲ្យវារលត់ទៅយើងកុំឲ្យវាតោងទៅលើអារម្មណ៍ហ្នឹងដែលមិនល្អនឹងច្រើនពេកហើយបើតោងគឺតោងទៅលើអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាសប្បាយរីករាយក្នុងបុណ្យកុសលបើវាទាញទៅក្នុងសបាយដែរប៉ុន្តែសបាយផ្លូវខុសអាហ្នឹងក៏នាំឲ្យគ្រោះថ្នាក់ក្នុងពេលក្រោយដែរអញ្ចឹងយើងរៀនរក្សាចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ស្រស់ជ្រះថ្លានឹងយើងមិនសូវមួម៉ៅសៅហ្មងមិនសូវរវើរវាយទេអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលខ្លីរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបពីទុករឿងសៅមងនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យបានច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬក៏ត្រូវបត់ស្ដាំរើសបានតែមួយយៈក្នុងល្ខោនមិនគួរឲ្យខ្លាចដូចយៈក្នុងចិត្តពោលគឺកំហឹងនោះទេកំហឹងបានដុតចិត្តអ្នកឲ្យក្តៅក្រហល់ក្រហាយហើយរៀលដាលភាពក្តៅក្រហាយនោះដល់អ្នកដទៃទៀតផងកំហឹងនាំឲ្យអ្នកសាងកំហុសដែលនាំឲ្យមានវិបដិសារៈនៅពេលក្រោយនឹងបង្កជាពីវេរាវែងឆ្ងាយទៅក្នុងអនាគតរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាត
តែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អតែអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយថែមទាំងចិត្តអាក្រក់ទៀតគឺមិនបានធ្វើបុណ្យថ្មីផឹកសុរានាំឲ្យខាតទ្រព្យខូចសុខភាពខ្សោយសតិហើយអាយុខ្លីមនុស្សភាគច្រើនដឹងដែរតែនៅចង់សប្បាយទម្រាំដឹងខ្លួនមេរោគពេញខ្លួនហួសពេលបាត់ទៅហើយមនុស្សចាស់ផឹកបង្ហាញក្មេងក៏ផឹកតាមសុរាបំផ្លាញអាហារផ្លូវចិត្តភាគ4ការនិយាយស្ដីដោយខ្វះការពិចារណាคล้ายជាអាវុធប្រហារផ្លូវចិត្តអ្នកដទៃផងជាទឹកមិនសាបតម្លៃខ្លួនឯងផងនិងជាបាបកម្មផងរៀនរក្សាសម្ដីអ្នកឲ្យបានល្អព្រោះវាឆ្លោះបញ្ចាំងពីតម្លៃរបស់អ្នកផ្ទាល់ពេលបុណ្យឲ្យផលអ្នកជួបរឿងល្អដែលគេតែងតែហៅថារាសីឡើងតែពេលបាបឲ្យផលអ្នកជួបរឿងមិនល្អដែលគេតែងហៅថារាសីចុះចង់បានរាសីខ្ពស់រៀនធ្វើចិត្តឲ្យជ្រះថ្លាកាយវាចាឲ្យល្អបើខ្សោយបុណ្យចាស់កុំភ្លេចខំសាងបុណ្យថ្មីរលកទឹកឡើងចុះតាមដំណើរនៃធម្មជាតិរឿងល្អរឿងអាក្រក់ចេញចូលតាមកម្លាំងកម្មអ្វីមិនទៀងទាត់ទេកើតហើយត្រូវរលត់ទៅវិញកុំចាប់ប្រកាន់វាមាំពេកអីព្រមឲ្យវារលត់ទៅចុះសេចក្តីស្លាប់គ្មានអ្នកណាត្រូវការតែក៏គ្មានអ្នកណាជិះរួចឡើយទ្រព្យសម្បត្តិជាទីពឹងពំនាក់នៅពេលបច្ចុប្បន្នបុណ្យកុសលជាទីពឹងពំនាក់ក្នុងដំណើរសង្សារវដ្តក៏មានសេចក្តីប្រមាទក្នុងការសាងបុណ្យឡើយទ្រព្យបន្តិចបន្តួចមិនអាចយកទៅតាមខ្លួនអ្នកស្លាប់បានឡើយខំរកទ្រព្យដើម្បីចិញ្ចឹមជីវិតតែកុំភ្លេចសន្សំបុណ្យគ្រាន់បានជាទីពឹងទៅក្នុងលោកខាងនាយពាក្យថាកាត់ចិត្តស្រួលថាតែពិបាកធ្វើសតិប្រាប់ចិត្តឲ្យចាកចេញពីរឿងចាស់មកគិតរឿងថ្មីបញ្ញាពន្យល់ចិត្តឲ្យព្រមទទួលយកការពិតធម៌ពីរគឺសតិបានដល់ការរលឹកដឹងសម្បជញ្ញៈបានដល់បញ្ញាជាធម៌មានឧបការៈច្រើនសម្រាប់ជីវិតរស់នៅជំងឺផ្លូវចិត្តធ្វើឲ្យអ្នកល្វើយអស់កម្លាំងលែងឃ្លានបាយលែងឃ្លានទឹកអ្នកត្រូវប្រឹងងើបឡើងខំញ៉ាំខំដើរទៅមុខជំនះភាពទន់ជ្រាយនៃរាងកាយពង្រឹងកម្លាំងចិត្ត
អ្នកនឹងអាចយកឈ្នះវាមិនខានកាលនៅក្មេងមិនសូវចេះគិតតែសប្បាយច្រើនពេលធំឡើងគិតច្រើនបែរជាសប្បាយតិចគិតច្រើនចុះតែគិតឲ្យត្រូវគិតឲ្យល្អគិតប្រកបដោយបញ្ញាការគិតនោះនាំមកនូវសេចក្តីសុខមកវិញអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលតូចរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅមកនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬបត់ស្ដាំរើសបានតែមួយបុណ្យជួយអ្នកឲ្យជួបមនុស្សល្អឲ្យសម្រេចចិត្តត្រូវឲ្យការងារងាយនឹងបានសម្រេចផលព្យាយាមសាងបុណ្យឲ្យបានរឿយបុណ្យមិនភ្លេចម្ចាស់វាទេរបៀបគិតច្នៃជីវិតអ្នកបើអ្នកទម្លាប់គិតបែបណាខ្សែជីវិតអ្នកនឹងធ្លាក់ក្នុងគន្លងនោះដែរទម្លាប់សន្សំចិត្តល្អចិត្តជាកុសលចិត្តតស៊ូព្យាយាមធ្វើវាឲ្យជាទម្លាប់ក្នុងជីវិតអ្នកខ្លះអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអ្នកមិនអាចគ្រប់គ្រងអនាគតកាលបានទាំងស្រុងទេប្រុងប្រៀបតែក៏ត្រូវចេះព្រមតាមជាក់ស្ដែងទើបមិនសូវកើតទុក្ខខ្លាំងចិត្តមួម៉ៅច្រើនទៅរារាំងបុណ្យចាស់មិនងាយឲ្យផលបុណ្យខ្លាចមុខអ្នកមួម៉ៅច្រើនរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយចិត្តអាក្រក់ទៀតព្រោះមិនបានធ្វើបុណ្យថ្មីវាសនាជីវិតមនុស្សម្នាក់ខ្ពស់ទាបមិនដូចគ្នាទេតាមកម្លាំងបុណ្យនិងការព្យាយាមពេលបច្ចុប្បន្នរីករាយនឹងអ្វីដែលអ្នករកបានជួយដល់អ្នកខ្វះខាតសប្បាយចិត្តចំពោះសេចក្តីសុខរបស់អ្នកដទៃ
ពេលស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចបន្តួចឡើយមិត្តភាពជាផ្នែកដ៏សំខាន់នៃជីវិតការជ្រើសរើសមនុស្សត្រូវដែលលោកហៅថាកល្យាណមិត្តអាចជួយកំណត់ជោគវាសនាជីវិតអ្នកបានមនុស្សមិនល្អនាំឲ្យយើងកើតបាបដែលធ្វើឲ្យយើងអន្តរាយឆ្លៀតពេលមើលថែរក្សាផ្លូវចិត្តអ្នកកុំបណ្ដោយឲ្យវារងគ្រោះខ្លាំងរហូតពិបាកសង្គ្រោះកុំរវល់ដល់ថ្នាក់រកពេលស្លាប់មិនបានកុសលធម៌គុណធម៌ជាជំរកដ៏ប្រសើរជាគ្រឿងការពារជាគ្រឿងអលង្ការរបស់ចិត្តខាត់មិនបានពេលល្ងាចមកដល់ថ្ងៃក៏ត្រូវលិចពេលស្លឹកឈើឡើងលឿងទុំដល់ពេលត្រូវជ្រុះរុះរយពេលណាអស់ហេតុសង្ខារទាំងឡាយក៏ប្រែប្រួលទៅខាត់អង្វរក៏ខាត់មិនបានអ្នកនៅតែថែរក្សាការពារឲ្យអស់ពីសមត្ថភាពអ្នកតែអ្នកមិនអាចហួងហែងកុំឲ្យវាប្រែប្រួលបានទេក្នុងโลกនេះគ្មានអ្នកណាម្នាក់អាចទប់ស្កាត់អនិច្ចតាធម៌បានឡើយពេលបន់អស់អាយុសង្ខារក៏ត្រូវរលត់ដូចចង្គៀងអស់ប្រេងត្រូវរលត់ដូច្នោះឯងទោះអ្នកយំអង្វរស្លាប់ទាំងខ្លួនទៀតក៏ហៅត្រឡប់មកវិញមិនបានម្យ៉ាងទៀតការប្រែប្រួលមិនប្រាប់អ្នកជាមុនទេមិនអាចកំណត់ថាត្រូវប្រែប្រួលពេលនេះពេលនោះឡើយដល់ពេលទៅក៏ទៅពេលខ្លះមិនទាំងបានលាគ្នាមួយម៉ាត់ផងដូច្នេះហើយយើងម្នាក់ត្រូវរៀនត្រៀមចិត្តថាគ្រប់យ៉ាងសុទ្ធតែប្រែប្រួលគ្រាន់តែមុននឹងក្រោយយូរឬក៏ឆាប់ប៉ុណ្ណោះបើយើងបានពិចារណារឿយពេលការប្រែប្រួលនោះមកដល់ក៏មិនសូវមានទុក្ខខ្លាំងតែបើមិនបានពិចារណាឲ្យបានរឿយទេពេលការប្រែប្រួលនោះមកដល់អ្នកនឹងមានទុក្ខសោកខ្លាំងមិនខានក្នុងពេលបច្ចុប្បន្នឥឡូវនេះយើងអាចសន្មត់ថារបស់នេះរបស់នោះជារបស់យើងតែយើងមិនអាចហាមឃាត់ការប្រែប្រួលបានទេដូចជាពេលដែលត្រូវអស់ភ្លើងក៏ត្រូវរលត់ពេលណាអស់ហេតុសង្ខារក៏ត្រូវប្រែប្រួលផ្លាស់ប្ដូរទៅវិញហាមមិនបាននេះជាដំណើរនៃធម្មជាតិ
nhiệt vô mà chùm nuôn đấy nhà xa một số rương ta xâm lập luôn ở về miền bạp ọt xâm lập luôn tới việc phật tục ọt rồi ta còn miền rõm mình chọn rùa anh nâng về châu nông vị bát plei chật này còn xóm hướng tục sau nông chật rồi có rương ta đài về cả làng thôi có thuỳnh tròn cầm làng lên chọn rùa tiết rồi có quật chú bánh hà nguồn ngồi chẳng tờ bên là anh ứng vì cả láng vì mẹn cả chẳng phải mới viện xóm tìm đòn kịch chờn tôi chất ăn chất phây bùi bà rõm khai rồi có chùm ngư chư scat nâng việc thua ở quật nâng cầm làng lên chọn rùa thứ tiết số ta sầm lập luôn nâng bà bắt vì trẻ vì miền pi hưởng muối bờ ưu tiên họ ta chui rừng cua mà đài chui rừng cua nè miền cồn hiện bồi chạ chỉ vật Obama tha cái thời ca làm cái thời ca mát cái thời ca ấy chẳng thay vô cho thưa mấy ở tại phục thưa ở tại mai khi mà rùa nó chỉ bon vịnh cả lẻ bòn chẳng á bên này cả lẻ bòn đôi khăn đôi thuần tròn này đấy vì chỉ riêng có sao sầm lập luôn nâng miền tổ bên được không vì nấy bọn mình ao bị khổ sầm lập luôn đấy bị khổ là sầm lập luôn trở bạt để trở bạt nâng muối hay hưởng muối tiết hưởng tôm mà nọt lời chặt mình sẽ bài chặt thuần thoảng nâng chia lẽ khả năng này tô xạ chặt bên vậy chắc mình ai tiên chất ơi mẹ đầy miền bầm non trong sầm lập luôn nâng màu vinh bán đấy về thờ ca cạp xóm cung chui kia tầng ở tiền ưu tiên thà nè trung bình luôn chia đầy buồn chia bong ôn sਮਾជិកគ្រួសារមិត្តភ័ក្តិហ្នឹងតើlàជួយជុំចែងកុំបន្តិចបង្អាក់ស្ដីបន្ទោសថាឲ្យវាជន់លើជន់ណាគាត់មានវិបត្តិក្នុងចិត្តរបស់គាត់ហើយយើងអត់យល់គាត់យើងថាស្ដីឲ្យទៅទៀតគឺតែដុនដាបហើយជួនកាលមនុស្សហ្នឹងមិននិយាយមិនស្ដីរៀងដកមកទៅមើលស្ងាត់ស្ងៀមអញ្ចឹងទៅពេលខ្លះយើងគិតថាវាខ្ជិលវាអីអញ្ចឹងទៅវិញទៅណាចឹងផ្នែកមួយនៃការព្យាបាលគឺមនុស្សជុំវិញខ្លួននឹងជាកម្លាំងចិត្តសំខាន់ណាទី2រឿងថ្នាំព្យាបាលបើមានវិបត្តិផ្លូវចិត្តនឹងធ្ងន់កុំលាក់កុំបាំងកុំខ្លាចគេថាយើងចែងចុះជួបលោកគ្រូពេទ្យជំនាញដើម្បីឲ្យគាត់ជួយស្វែងយល់ហើយនឹងអាចប្រើប្រាស់ថ្នាំជួយសម្រួលអារម្មណ៍បានគេងគ្រប់គ្រាន់មានកម្លាំងកំហែងញ៉ាំឲ្យបានទៅហើយនឹងដើរហើយអញ្ចឹងដូររបៀបរស់នៅជួនកាលជំងឺនោះវាធ្វើឲ្យយើងធ្មើកមិនចង់ងើបមិនចង់ដើរមិនចង់ចេញខ្ជិលហ្មងអានោះតើយើងយកឈ្នះវាកុំបដោយតាមវាទាញឲ្យយើងនៅកន្លែងស្ងាត់កន្លែងងងឹតម្នាក់ឯងសោកសៅសង្រេងអញ្ចឹងទៅហើយវាជន់យើងអាហ្នឹងអញ្ចឹងដូរអីបាត់រស់នៅចេញទៅធ្វើការស្រោចដំណាំស្រោចដំណោចដើរហាត់ប្រាណធ្វើនេះធ្វើនោះកុំឲ្យវាស្លងទៅក្នុងអារម្មណ៍ហ្នឹងហើយភាសាងាយយល់ហើយនឹងការអប់រំផ្នែកស្មារតីតាមរយៈការធ្វើសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណាឧបមាថារឿងរ៉ាវក្នុងជីវិតហ្នឹងវាមានរឿងល្អខ្លះមិនល្អខ្លះណារឿងល្អយើងទទួលយើងចាត់ទុកថាជាផលបុណ្យណាហើយរឿងណាមិនល្អជួបហើយទៅមុខទៀតមិនអោបមិនរែកពុនរឿងទាំងអស់នឹងទុកក្នុងចិត្តទេពីព្រោះបើយើងអោបយើងរែកពុនទៅអារឿងហ្នឹងវាជាសកត់យើងធ្ងន់ទៅពីព្រោះចិត្តនេះដោយន័យថា
សន្សំសណ្ដានដូចយើងសន្សំលុយក្នុងធនាគារអញ្ចឹងតែយើងសន្សំច្រើនវាបានលុយច្រើនបើយើងខ្ចីច្រើនវាយើងជពាក់គេច្រើនហើយយ៉ាងណាចិត្តហ្នឹងបើវាសន្សំអីវាច្រើនអាហ្នឹងវាសន្សំទុកសោកទុយចិត្តអន់ចិត្តបាក់ចិត្តអីហ្នឹងវាកើនអាហ្នឹងកើនសេចក្តីទុកហើយប៉ុន្តែបើយើងរៀនដូរមកថាយើងនឹករឿងណានាំឲ្យរីករាយជួបអ្នកណានាំឲ្យសប្បាយចិត្តធ្វើកិច្ចការងារអីធ្វើឲ្យចិត្តហ្នឹងវាស្រស់ឡើងវិញណាអាហ្នឹងផឹងសំផ្នែកខាងហ្នឹងទៅ account ខាងល្អហ្នឹងទៅខាង account ខាងអាក្រក់ខ្ចីគេនោះកុំទៅខ្ចីពេកទេអញ្ចឹងសំចិត្តស្រស់ស្រាយរីករាយអឺថាលវាសលវៀងណាកុំស្ទុះអានឹងឲ្យច្រើនទៅទីម្ដងទើបយើងអាចឈ្នះវាបានសមត្ថភាពអប់រំផ្លូវចិត្តនេះជួយទុកមកផ្នែកធំដែរដូចថាយើងមិនអោបទុកឯងវាដូចថាហើយសង្ខារធម៌កើតរលត់ទាំងរឿងល្អរឿងអាក្រក់អញ្ចឹងរឿងល្អកើតហើយរលត់ទៅរឿងអាក្រក់កើតហើយរលត់ទៅទៅមុខទៀតទៅជួបរឿងខាងមុខទៀតអញ្ចឹងវាសំពីងសំពងរឿងអតីតផងភ័យរឿងអនាគតផងអាបច្ចុប្បន្នដោះស្រាយវល់វាធ្ងន់ទៅអញ្ចឹងអាត្មាសរុបមកវិញថាការសម្រាប់ខ្លួននោះសួរថាមានបាពេវាបាបត្រង់ទូមនោះហ្នឹងហ្មងវាមិនស្រស់មិនថ្លាហើយដល់នៅក្នុងធម៌តកណាចុតិចិត្តហ្នឹងវាទូមនោះទោសៈវាអត់ល្អឯងកតិឬក៏បដិសន្ធិក្នុងជាតិទៅមុខហ្នឹងគឺចុះក្រមឯងតកណាពេលមុនស្លាប់ហ្នឹងទូមនោះផ្លូវចិត្តហ្នឹងអាហ្នឹងគាត់តែឆ្លើយមួយម៉ាត់ចោលអញ្ចឹងទៅចាស់ប៉ុន្តែរបៀបជួយសង្គ្រោះខ្លួនឯងថ្មថាកុំឲ្យលាក់និយាយប្រាប់មិត្តភ័ក្តិបងប្អូនណាចិត្តស្និទ្ធដែលអាចឲ្យគាត់ជួយឲ្យយោបល់បានកុំគិតថាអញមិនប្រាប់ណាអញខ្លាចអត់អីកុំអ្នកណាក៏មានវិបត្តិផ្លូវចិត្តរៀងខ្លួនតិចច្រើនតាមកម្លាំងសមត្ថភាពផ្លូវចិត្តគ្រប់រៀងខ្លួនតែចឹងប្រាប់បើថាបើធ្ងន់ធ្ងរត្រូវជួបពិគ្រោះជាមួយលោកគ្រូពេទ្យកុំខ្លាចគេថាយើងឈួតអីអានឹងរឿងសុខភាពយើងតាចាត់ទុកថាវាជាជំងឺគុណពវៀនដាសាយឬក៏គុណឈាមអញ្ចឹងទៅវិញទៅព្រោះអ្នកណាពុទ្ធលោកថាគ្មានអ្នកណាក្នុងโลกនេះដែលថាគ្មានជំងឺផ្លូវចិត្តហ្នឹងអត់មានទេលើកលែងតែព្រះអរហន្តមួយដែលអត់មានជំងឺផ្លូវចិត្តក្រៅពីនឹងប្រតិជនទាំងលោកទាំងប្រសក់សិតតែមានជំងឺផ្លូវចិត្តដូចគ្នាគាត់តែតិចច្រើនតាមកម្លាំងនៃការអប់រំចិត្តប៉ុណ្ណឹងឯងនឹងបើទី2បើថាមិនធ្ងន់ធ្ងរត្រូវតែជួបពិគ្រោះជាមួយលោកគ្រូពេទ្យហើយនឹងទី3រៀនធ្វើសមាធិរៀនស្ដាប់ធម៌ស្វែងយល់អំពីការពិតនៃជីវិតមិនអោបកសោបសេចក្តីទុក្ខនឹងក្នុងចិត្តនឹងយូររៀនដូចថារៀនដោះលែងខ្លួនឯងឲ្យផុតពីសេចក្តីទុក្ខអានឹងយើងអាចជួយខ្លួនឯងបានមានញាតិញោមខ្លះដូចថាគាត់អត់ទាន់បានមើលថែម៉ែឪឲ្យបានត្រឹមត្រូវឬក៏គ្រួសាររបស់គាត់នឹងបាត់បង់ទាំងដែលមិនបានលាគ្នាត្រឹមត្រូវអញ្ចឹងគាត់មិនអស់ចិត្តគាត់នៅតែដេកគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីឬក៏គាត់ថាដូចថាពេលឈឺនឹងទៅរកពេទ្យនេះខុយរកពេទ្យនោះខុយអញ្ចឹងមមរកពេទ្យត្រូវហួសពេលបាត់អញ្ចឹងគាត់ស្ដីបន្ទោសខ្លួនឯងថាមើលអញ្ចេះទៅវិញមានអីបើទៅពេទ្យនោះបដ ாய் ទៅមានអីប៉ុន្តែរឿងនោះវាហួសទៅហើយវាមនុស្សនឹងស្លាប់បាត់ទៅហើយបើយើងមិនរកវិធីសាស្ត្រដោះទុក្ខពីខ្លួនឯងទេយើងសោកសៅយើងនៅតែស្ដីបន្ទោសយើងនៅតែមានវិបដិសារីធ្វើឲ្យយើងមិនស្រឡះបើអ្នកស្លាប់ទៅនឹងដឹងថាយើងនៅអញ្ចឹងក៏គាត់មិនស្ងប់ចិត្តដែរហើយយើងខ្លួនឯងនឹងអ្នកដែលមិនស្ងប់ចិត្តនឹងគាត់ស្លាប់ទៅគាត់ទៅបដិសន្ធិក្នុងភពថ្មីទៀតហើយទៅលើឬក៏ទៅក្រោមអានឹងអាស្រ័យលើកម្លាំងកម្មរបស់គាត់អាស្រ័យលើផ្លូវចិត្តរបស់គាត់នៅពេលដែលមុននឹងស្លាប់ហ្នឹងហើយបើគាត់មាន
ខ្មែរយើងជួយថាអារម្មណ៍ល្អបើនៅក្នុងធម៌មរណាសន្នជីវ័នចិត្តមុននឹងស្លាប់នឹងល្អអានឹងគាត់ទៅក្នុងសុគតិភពទៅបើមរណាសន្នជីវ័នចិត្តមុននឹងស្លាប់នឹងមិនល្អភ័យព្រួយជាប់ជំពាក់រវើរវាយអានឹងទៅក្នុងអបាយភូមិហើយអញ្ចឹងវាតើថាឲ្យយើងរៀបចំចិត្តគំនិតជូនដំណើរគាត់នឹងឲ្យបានស្រួលទៅឲ្យគាត់បាននឹកដល់គុណពុទ្ធពធប្រសងមានសិលជាទីពឹងរំលឹកដល់បុណ្យកុសលដែលគាត់បានធ្វើឲ្យគាត់ផ្ចង់ចិត្តទៅដូចថាយើងខាត់ការយំសោកអីមិនបានទេប៉ុន្តែត្រូវតែត្រៀមរៀបចំឲ្យអ្នកដែលចិត្តស្លាប់នឹងមានអារម្មណ៍ល្អមានចិត្តនឹងស្ងប់រងាប់កុំឲ្យរួរវាយឧទាហរណ៍ឮសំឡេងយើងយំយើងសោកទៅគាត់អាចមានចិត្តនឹងរវើរវាយមិនស្ងប់អានឹងកតិកំណើតក្នុងជាតិបន្ទាប់នឹងមិនល្អហើយអញ្ចឹងបានជារមរានខ្មែរយើងឲ្យមានអ្នកមកសូត្រធម៌អ្នកមកឲ្យធម៌អីចឹងទៅដើម្បីឲ្យគាត់នឹងបានផ្ចង់ចិត្តទៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាហ្នឹងឲ្យស្ងប់រងាប់ផ្លូវចិត្តហ្នឹងអាហ្នឹងបានកតិកំណើតក្នុងជាតិបន្តហ្នឹងបានខ្ពង់ខ្ពស់បានប្រសើរប៉ុន្តែចង់លើកមកហ្នឹងថាបើឧទាហរណ៍ថាគាត់ធ្វើដំណើរទៅហើយអ្វីដែលយើងអាចធ្វើបានយើងមានតែជូនដំណើរដោយបុណ្យដោយកុសលធ្វើនៅតេកិណានុបទានឧទ្ទិសជូនគាត់រឿយមិនចាំបាច់ថា7ថ្ងៃ100ថ្ងៃអីទេពេលណាថ្ងៃសិលមានប្រសង់និមន្តបិណ្ឌបាតឬក៏មានឱកាសធ្វើចង្ហាន់ទៅវត្តប្រគេនចំពោះប្រសង់ឬក៏អ្នកណាអ្នកមានសិលអ្នកត្រឹមត្រូវឧទ្ទិសជូនគាត់ទៅពុកឲ្យម៉ែឲ្យបងឲ្យខ្ញុំសូមឧទ្ទិសបុណ្យជូនបងជូនពុកជូនម៉ែសូមឲ្យពុកម៉ែជើញមកទទួលចំណែកបុណ្យនេះឲ្យសូមឲ្យបានសេចក្តីសុខចោះហើយបើនឹកគាត់ពេលយប់ឧទ្ទិសពេលយប់ទៅនឹកដល់ពេលថ្ងៃឧទ្ទិសពេលថ្ងៃទៅហើយបើមានទ្រព្យសម្បត្តិច្រើនសមរម្យកសាងសមិទ្ធផលណាជាប្រយោជន៍សាធារណៈហើយឧទ្ទិសកុសលជូនទៅពុកឲ្យម៉ែឲ្យខ្ញុំបានធ្វើគាត់ធ្វើសាលាធ្វើផ្លូវអញ្ចឹងសូមជូនកុសលឧទ្ទិសជូនដល់ពុកដល់ម៉ែទទួលត្រេកអរបុណ្យរបស់ខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះសមិទ្ធផលធំទៅយើងក៏សប្បាយចិត្តបានច្រើនបុណ្យក៏បានច្រើនឧទ្ទិសកុសលជូនគាត់ហ្នឹងក៏បានច្រើនដែរជំនួសដោយការសោកសៅវិបដិសារីស្ដីបន្ទោសខ្លួនឯងទៅជាការឧទ្ទិសបុណ្យកុសលផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យគាត់វិញជំនួសអញ្ចឹងយើងវាធូរស្បើយពីសេចក្តីសោកនឹងបដាទៅពីព្រោះយើងបានកម្លាំងបុណ្យកម្លាំងការផ្សាយមេត្តាកម្លាំងនៃបញ្ញានេះជំនួសដោយការអង្គុយសោកសៅឬក៏ដេកយំពីព្រោះអាការដេកយំសោកសៅហ្នឹងនៅក្នុងធម៌ព្រះអង្គសម្ដែងថាមិនបានជាប្រយោជន៍សំបីបន្តិចបន្តួចដល់អ្នកស្លាប់អត់មានបានទេទោះជាយើងយំអស់ទឹកភ្នែកស្គមរីងរៃស្លាប់ទាំងខ្លួនទៅទៀតក៏អត់បានអីជាប្រយោជន៍ដល់អ្នកស្លាប់នឹងដែរអានឹងជាបុគ្គលជនវាមានហើយយំសោកស្ដាយសំណោះហ្នឹងយើងខាត់បានប៉ុន្តែយើងតែមានបញ្ញាកំណត់ដឹងថាយើងដូរវិញទៅពីការយំសោកមិនបានជាប្រយោជន៍ហ្នឹងទៅជាការឧទ្ទិសបុណ្យណានឹកគាត់ពេលយប់នឹកគាត់ពេលថ្ងៃអើយពុកឲ្យម៉ែខ្ញុំបានធ្វើបុណ្យពីថ្ងៃមុនពីព្រឹកមិញណាពុកម៉ែសូមទទួលបុណ្យពីខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះអញ្ចឹងហើយយើងវាបានផ្សះផ្សាបេះដូងទ្រូងយើងផ្លូវចិត្តយើងហើយចំណែកបុណ្យហ្នឹងបើគាត់ដឹងគាត់ឮគាត់ទទួលគាត់បានត្រេកអរគាត់បានសុខដោយសារកម្លាំងបុណ្យរបស់យើងបន្ថែមលើបុណ្យរបស់គាត់នឹងទៅទៀតអញ្ចឹងតើយើងរៀនដោះលែងខ្លួនឯងពីសេចក្តីសោកកុំគិតថាបើអញ្ចេះទៅមានអីបើចុះទៅមានអីអាហ្នឹងអត់អាចបានទេបើនិយាយពីប្រៀបធៀបពីជាគៀងវិញអស់ព្រេងហើយជីវិតរបស់គាត់អស់បុណ្យហើយអញ្ចឹងទោះជាមិនក៏ត្រូវតែរលត់ដែរដូចជាស្លឹកឈើទុំវាជ្រុះហើយថ្ងៃទៅពេលល្ងាច
វាលេចយំក៏វាលេចដែរស្លឹកឈើវាជ្រុះហើយយើងយំក៏វាជ្រុះដែរយ៉ាងណាជីវិតរបស់មនុស្សយើងនឹងវាមានកម្លាំងបុណ្យណាប្រេងបុណ្យជាគៀងជីវិតរបស់យើងនឹងវាតិចច្រើនតាមអ្វីដែលគាត់បានសាងមកអញ្ចឹងយើងមិនអាចបខំថាហេបើចេះទៅមានអីហេបើចុះទៅមានអីរឿងហ្នឹងវាហួសហើយវាចប់ហើយយើងចាត់ទុកថាជាគៀងជីវិតរបស់គាត់បានផុតរលត់ហើយយើងជូនដំណើរបុណ្យឲ្យគាត់បានសុខទៅថ្ងៃមុខទៅទៀតទៅជាតិមុខទៅទៀតដោយការឧទ្ទិសបុណ្យរឿយទៅជូនគាត់តែអាហ្នឹងជាអ្វីដែលយើងអាចធ្វើបានដើម្បីផ្សះផ្សាចិត្តយើងផងហើយជាប្រយោជន៍សេចក្តីសុខដល់គាត់ទៅក្នុងភពខាងមុខផងមកសង្កេតឃើញញាតិញោមមួយចំនួនធំដែរគាត់ធ្វើរវាយគាត់ដេកលក់គាត់ពិបាកចិត្តគាត់ឆេវឆាវគាត់មួម៉ៅគាត់ stress អានឹងដោយសារយើងបដែតបដោយចិត្តនឹងយូរពេកមិនមានអង្គរៈការពារចិត្តកុំឲ្យសត្រូវមកធ្វើបាបដុតបំផ្លាញសេចក្តីសុខក្នុងចិត្តណាសំដៅទៅលើសតិស្មារតីដែលពុទ្ធឲ្យយើងរៀនយកសតិស្មារតីនឹងមកនៅខ្លួនយើងជាប្រចាំចិត្តគិតអីកំពុងនិយាយអីកំពុងធ្វើអីកំពុងញ៉ាំអីកំពុងតែចូលបន្ទប់ទឹកឬក៏ធ្វើសកម្មភាពប្រចាំថ្ងៃហ្នឹងដូចថាយើងប្រឡែងខ្លួនចោលអត់សតិរវើរវាយធ្វើភ្លឹកដូចថាព្រលឹងអត់នៅខ្លួនណាកំពុងតែធ្វើនេះប៉ុន្តែចិត្តរត់ទៅឯណាឯណីទៅប្រេះទៅបដាស់ហើយទៅកាលណាយើងបដោយចិត្តចឹងរឿយទៅវាអត់មានស្មារតីនៅខ្លួនធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងការគិតរបស់យើងរហូតដល់ថ្នាក់យើងមិនចង់គិតចិត្តហ្នឹងក៏វានៅវិលខ្ញាល់អញ្ចឹងទៅរហូតដល់អ្នកខ្លះគេមិនលក់ឬក៏ធ្វើឲ្យពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងអញ្ចឹងតើយើងហ៊ានបង្កើនស្មារតីនឹងក្នុងជីវិតប្រចាំថ្ងៃហ្នឹងការធ្វើសមាធិក៏ជួយច្រើនដែរពីព្រោះសមាធិទាញស្មារតីមកផ្ចង់នឹងអារម្មណ៍កម្មដ្ឋានណាមួយឧទាហរណ៍ថាខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលអញ្ចឹងជាដើមអញ្ចឹងយើងបង្កើនទ័ពស្មារតីហ្នឹងឲ្យច្រើនដើម្បីត្រួតពិនិត្យមើលដំណើររបស់ចិត្តនឹងឧទាហរណ៍ទៅកំពុងតែមើលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលវាsẽប្រគិតចេញទៅអានេះខ្ចីលុយអញអានោះថាឲ្យអញអីចឹងទៅយើងដឹងអូចិត្តអញរត់ចេញពីដង្ហើមអញ្ចឹងហៅត្រឡប់មកវិញស្មារតីហ្នឹងអ្នកហៅត្រឡប់មកវិញដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលអញ្ចឹងកងទ័ពការពារចិត្តហ្នឹងវាច្រើនសតិស្មារតីហ្នឹងវាច្រើនចឹងអត់ឲ្យចិត្តហ្នឹងរងគ្រោះដោយសារអារម្មណ៍ខាងក្រៅខ្លាំងពេកទេហើយយើងអាចបង្កើនស្មារតីហ្នឹងក្នុងជីវិតប្រចាំថ្ងៃឧទាហរណ៍ថាដើរឲ្យមានស្មារតីថាយើងដើរយើងអង្គុយយើងនិយាយស្ដីហ្នឹងឲ្យវាមានពលឹងនៅខ្លួននេះជាភាសាខ្មែរភាសាធម៌គឺឲ្យមានស្មារតីនៅខ្លួនដឹងថាអាត្មាអញកំពុងតែអង្គុយអាត្មាអញកំពុងតែនិយាយអាត្មាអញកំពុងតែធ្វើសកម្មភាពនេះធ្វើសកម្មភាពនោះបើសតិស្មារតីនឹងនៅនឹងខ្លួនបានច្រើនចិត្តអ្នកនឹងអត់សូវរវើរវាយចិត្តអ្នកនឹងអត់សូវហោះចេញពីខ្លួនទេអញ្ចឹងអ្នកនឹងអត់សូវទទួលរងគ្រោះដោយសារអារម្មណ៍គីខាងក្រៅមកដុតរូលឲ្យក្តៅក្រហាយទេដែលចិត្តរបស់យើងក្តៅក្រហល់ក្រហាយហ្នឹងដោយសារយើងចេះតែប្រឡែងខ្លួនអត់មានអ្នកការពារសោះគេនិយាយស្ដីតិចក្តៅកើតទុកអស់មួយអាទិត្យពីរអាទិត្យទៅជួបរឿងឯណាមិនពេញចិត្តទៅដេកពិបាកចិត្តអស់មួយអាទិត្យពីរអាទិត្យទៅគ្រាន់តែទៅអានឬក៏ជួបបញ្ហាអីចឹងទៅគឺថាវល់វិលនៅក្នុងខ្លួនហ្នឹងធ្វើឲ្យ
ចិត្តនឹងវាអត់មានប្រព័ន្ធការពារសោះស្អីក៏អាចលួចប្លន់សេចក្តីសុខស្អីក៏អាចធ្វើឲ្យចិត្តនឹងកើតទុក្ខបានដែរអញ្ចឹងសតិស្មារតីនឹងសំខាន់ណាស់ជាគ្រឿងការពារជារនាំងជាទ្វារជារបងការពារមិនឲ្យអកុសលឬក៏អារម្មណ៍ដែលនាំឲ្យក្តៅក្រហាយហ្នឹងយើងអាចទប់ស្កាត់បានខ្លះតែថាយើងមិនអាចទប់ស្កាត់បានទាំងស្រុងប៉ុន្តែសតិហ្នឹងវាដឹងថាអញបើគិតរឿងនេះទៅវាក្តៅក្រហាយអញ្ចឹងផ្ចង់ចិត្តទៅលើអារម្មណ៍នេះវិញនាំឲ្យចិត្តហ្នឹងជ្រះថ្លាសបាយនឹកគុណពុទ្ធទៅសបាយនឹកគិតដល់បុណ្យដែលខ្លួនបានធ្វើទៅសបាយនៅក្បែរមនុស្សនេះទៅដូចតិចចិត្តដូចស្រស់អញ្ចឹងស្ដាប់ធម៌ទៅបានចម្រើនចំណេះដឹងបញ្ញាញាណអញ្ចឹងទៅអញ្ចឹងទាញចិត្តឲ្យបង្អោលមកនៅក្នុងអារម្មណ៍ណាដែលនាំឲ្យកើតចិត្តជ្រះថ្លាហើយអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយអានេះនិយាយដើមអញអានេះវាអញ្ចេះនេះវាចុះទាំងអាហ្នឹងយើងកាត់បន្ថយវាមកយើងមិនអាចទប់ស្កាត់បានទាំងស្រុងទេរឿងអារម្មណ៍ខាងក្រៅហ្នឹងឧទាហរណ៍ថាបើយើងមានបាបកម្មវាត្រូវតែលឺគេថាគេស្ដីឬក៏ត្រូវបាត់បង់របស់នេះរបស់នោះអាហ្នឹងយើងខាត់មិនបានទេប៉ុន្តែអ្វីណាដែលយើងអាចទាញចិត្តបានយើងទាញបង្អោនចូលទៅក្នុងអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាហ្នឹងចិត្តហ្នឹងវាស្រស់ចិត្តហ្នឹងវាស្រាលពីសេចក្តីទុក្ខទៅហើយបើយើងខ្វះសតិស្មារតីអ្នកគៀចិត្តអ្នកតម្រែតម្រង់អ្នកទាញមកអាហ្នឹងវាភាកច្រើនហ្នឹងគឺចិត្តហ្នឹងវាធ្លាក់ទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហល់ក្រហាយនាំឲ្យជាប់ជំពាក់ហើយនឹងនាំឲ្យទោមនស្សនឹងមកហើយតែធ្លាក់ចូលទៅក្នុងផ្លូវនឹងយើងក្តៅក្រហាយច្រើនយើងអត់មានលំនឹងផ្លូវចិត្តយើងផ្ញើសេចក្តីសុខទៅនឹងរបស់ខាងក្រៅទាំងស្រុងគេសរសើរបានយើងសប្បាយរស់ស៊ីមានបានទៅបានយើងអូសប្បាយទៅដល់ពេលគេនិន្ទាគេថាគេស្ដីកើតទុកទៅអត់មានកំណត់ដឹងថានឹងធម្មតារលកជីវិតនឹងវាអញ្ចឹងវាអត់បានមានបញ្ញាកំណត់ដឹងថាធម្មតាវាអញ្ចឹងវាឡើងវាចុះអញ្ចឹងហើយយើងគិតថាជីវិតអញត្រូវតែឡើងអញ្ចឹងដល់វាអត់បានវាកើតទុកទៅប៉ុន្តែដែលយើងមានបញ្ញាមានធម៌នៅក្នុងចិត្តហ្នឹងយើងកំណត់ដឹងថាហ្នឹងហើយឡើងជាផលបុណ្យផលនៃការពឹងប្រែងពីធ្លាក់បាបឲ្យផលហ្នឹងយើងមិនឡើងខ្ពស់តាមរឿងហើយក៏មិនដុនដាបធ្លាក់ចុះតាមរឿងដែលកើតឡើងដែរកំណត់ដឹងថានឹងជារឿងក្នុងលោកតែប៉ុណ្ណឹងអញ្ចឹងយើងអត់ផ្ញើសេចក្តីសុខទាំងស្រុងទៅលើរឿងខាងក្រៅនឹងយើងយកសតិបញ្ញាជាអ្នកជួយផ្ដល់សេចក្តីសុខឲ្យខ្លួនយើងវិញអាហ្នឹងតើយើងសំរឿយបានអាចទប់ស្កាត់បានណាcommeដូចថាយើងមានអ្នកការពារនៅមុខផ្ទះអញ្ចឹងយើងរឿងហៅចោលអីមិនងាយចូលផ្ទះចិត្តរបស់យើងបានទេអកុសលមួមកក្តៅក្រហាយអន់សពុនចិត្តជាប់ជំពាក់ហួងហែងប្រកាន់ហ្នឹងវាអត់ងាយចូលក្នុងចិត្តរបស់យើងបានទេដោយសារយើងមានសតិបញ្ញាជួយនៅខាងក្នុងជួយទប់ពីខាងក្នុងទៅខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេ
គ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក អតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់
ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះបើគិតពីមនុស្សយើងម្នាក់ហ្នឹងសិតតែមានរឿងត្រូវដោះស្រាយមានបញ្ហាត្រូវប្រឈមមានទុក្ខរៀងខ្លួនហើយបើយើងមើលឲ្យជ្រៅទៅយើងគួរមានចិត្តអាណិតពីព្រោះគ្មានអ្នកណាចង់បានទុក្ខហើយទុក្ខហ្នឹងវាមានគ្រប់គ្រាន់ហូរហៀសម្រាប់ម្នាក់ហើយយើងមិនគួរនឹងមានគំនិតគំនុំគុំគួនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអន្តរាយទេពីព្រោះវាបន្ថែមទុកទៅលើគេផងហើយវាមានពាវេរាសម្រាប់ខ្លួនយើងផងហើយបើយើងមើលឲ្យជ្រៅទៅយើងគួរឲ្យអាណិតទាំងអស់គ្នាហ្នឹងទាំងយើងទាំងគេហ្នឹងដែលកំពុងអាហែលនៅក្នុងសេចក្តីទុក្ខសមុទ្រនៃសេចក្តីទុក្ខហ្នឹងហើយយើងគួរមានសមានចិត្តមាន ករុណាចិត្តជួយសង្គ្រោះអ្នកណាដែលយើងអាចជួយបានតាមសមត្ថភាពដែលយើងមានហើយបើគេមានគេបានល្អក៏យើងរីករាយសប្បាយចិត្តក្នុងបុណ្យរបស់គេអញ្ចឹងទៅមិនមានចិត្តចំណែននិន្ទាឈ្នានេះអីទេពីព្រោះនឹកឃើញថារបស់ទាំងអស់ហ្នឹងក៏វានឹងត្រូវផ្លាស់ប្ដូរប្រែប្រួលមិនទៀងទាត់ទេទោះជាមានទោះជាបានទៅចុងក្រោយក៏ត្រូវឈឺបាត់បង់ឬក៏ត្រូវស្លាប់ចោលទៅគេអ្នកដតីទៀតហ្នឹងគេយកទៅទៀតទៅវាមិនទៀងទាត់អញ្ចឹងដែលថាលោកយៈសុខក្នុងលោកីនេះជាងយើងប្រមូលចិត្តប្រមូលស្មារតីចម្រើនបុណ្យចម្រើនកុសលដើម្បីបានជាទីពឹងខ្លួនឯងហើយ
ស្វែងរកផ្លូវដើម្បីឲ្យរួចផុតពីទុក្ខការវិលវល់ក្នុងវាលវត្តអសង្សារហ្នឹងពីព្រោះបើយើងនៅតែប្រកាន់ឆ្លោះចំណែននឹងទីនេះវាវិលវល់សេចក្តីទុក្ខហ្នឹងវាអត់ចេះចប់អត់ចេះហើយទេសេចក្តីទុក្ខហ្នឹងជាសមុទ្រដែលយើងគ្រប់គ្នានឹងត្រូវហែលឆ្លងប្រសិនបើយើងមិនរកផ្លូវដើម្បីឲ្យបានរួចផុតពីសេចក្តីទុក្ខហ្នឹងដោយកម្លាំងនៃបុណ្យកុសលកម្លាំងនៃសតិបញ្ញាពិនិត្យឃើញថាសង្ខារនេះគួរឲ្យនឿយណាយទៅពីព្រោះវាអត់ទៀងទាត់សោះអ្វីដែលយើងសន្មត់ហ្នឹងបើបានមកសុខហ្នឹងដល់ពេលបានមកវាបែរទៅជាទុក្ខបែរទៅជាលែងសុខហ្នឹងអាហ្នឹងវាចង់បានស្អីមួយទៀតហើយវាមិនចេះចប់មិនចេះហើយដោយភ្លើងវាមិនចេះឆ្អែតនឹងអស់សមុទ្រមិនចេះឆ្អែតនឹងទឹកអញ្ចឹងហូរប្រមាណទៅវាចេះតែពេញអញ្ចឹងវាអត់ចេះស្កប់ស្កល់ហើយវាដូររហូតអញ្ចឹងហើយរកសេចក្តីសុខមិនឃើញពិតប្រាកដហើយវាជាមូលហេតុនៃការទុកទោមនោះពិបាកខ្វល់ខ្វាយថែអាសាគេមិនដើមអីចឹងទៅអញ្ចឹងយើងមានស្មារតីកំណត់ដឹងថាយើងរស់នៅដើម្បីបំពេញបុណ្យបំពេញពើល្អគុណធម៌សតិបញ្ញាសន្សំបុណ្យហ្នឹងជាក្បូនសម្រាប់ឆ្លងទៅក្នុងលោកខាងមុខទីបំផុតយើងធ្វើម៉េចឲ្យបានរួចផុតដល់ទីបំផុតនៃទុក្ខអានឹងទើបលែងវិលវល់ត្រឡប់មកវិញអនុមោទនាបើយើងអោកសោករឿងទុកសោកដែលកើតឡើងក្នុងជីវិតយើងស្ពាយតាមខ្លួនយើងរំលឹកម្លើកយើងឲ្យវាមកលងយើងម្ដងហើយម្ដងទៀតអាហ្នឹងយើងវាកើតទុកនឹងឯងជីវិតហ្នឹងវាជួបរឿងអញ្ចឹងឯងឲ្យខុសគ្នាគេជួបរឿងគេយើងជួបរឿងយើងតាមស្ពាយកម្មរៀងខ្លួនតើយើងរៀនទម្លាក់យើងមានបញ្ញាកំណត់ដឹងថាគ្រប់យ៉ាងវាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានវាកើតឡើងរឿងល្អក្តីរឿងអាក្រក់ក្តីវាដូចថាដាំទឹកចឹងតលវា100អង្សាបានវាពុះវាអត់អាចទៅ80ឲ្យពុះបានទេចង់ប្រៀបធៀបថារឿងរ៉ាវក្នុងជីវិតហ្នឹងវាមានហេតុរបស់វាគ្រប់គ្រាន់ទើបវាកើតឡើងហើយកើតឡើងហ្នឹងយើងអត់អាចឆ្លោះប្រកែកតតាំងណាមិនបានចឹងឧទាហរណ៍ថាត្រូវព្រាត់ប្រាសស្លាប់កូនស្លាប់ម្ដាយឬក៏បាត់បង់ទ្រព្យសម្បត្តិដោយប្រការណាមួយដែលនឹកស្មានមិនដល់ហើយយើងធ្លាប់ជួបអ្នកខ្លះកូនទៅមុនអញ្ចឹងចាស់ហើយមិនសមថាសក់សហែសក់ខ្មៅយើងនិយាយអញ្ចឹងប៉ុន្តែរឿងហ្នឹងវាបានកើតឡើងទៅហើយចឹងតើមានបញ្ញាកំណត់ដឹងថាខ្សែជីវិតម្នាក់ហ្នឹងវាផ្សំផ្គុំដោយកម្លាំងបុណ្យកម្លាំងអកុសលកម្លាំងបាបដែលយើងបានធ្វើមកហើយបើយើងធ្លាប់សាងបុណ្យល្អទៅយើងបានជួបរឿងល្អច្រើនប៉ុន្តែបើយើងធ្លាប់សាងមិនល្អច្រើនវាជួបរឿងមិនល្អច្រើនអាហ្នឹងវាច្បាប់កម្មផលយើងឆ្លោះប្រកែកមិនបានទេបើអ្វីដែលយើងអាចធ្វើបានគឺប្រឹងសាងល្អថ្មីចម្រើនបុណ្យចម្រើនកុសលចម្រើនទានចម្រើនសិលចម្រើនសតិបញ្ញាមើលឃើញថាសង្ខារជីវិតហ្នឹងវាមិនស្ថិតនៅក្រោមកម្មគំជាអញ្ចឹងមានតែជួបរឿងណាដោះរឿងនឹង
ហើយទៅមុខទៀតទៅមិនស្ពាយរឿងនឹងតាមខ្លួនសម្ពីសម្ពងពេកទេសឹងកំណត់ដឹងថាឥឡូវរឿងចាស់វារលត់ទៅហើយសង្ខារចាស់វារលត់ទៅហើយឥឡូវវាមានសង្ខារថ្មីហើយវាប្រែប្រួលកំពុងតែប្រែប្រួលអញ្ចឹងពេលយើងជួបរឿងល្អកំណត់ដឹងថាវាជាផលបុណ្យហើយវាក៏មិនទៀងដែរគេសរសើរបានសុខចំណេញអីទាំងអស់ហ្នឹងវាត្រូវអាចបាត់បង់ទៅដោយប្រការណាមួយហើយរឿងអាក្រក់ក៏អញ្ចឹងដូចគ្នាគេជេរគេស្ដីគេថាបាត់បង់វាបន្តិចទៅវាត្រូវសាបរលាបទៅវាទៅជារឿងអីថ្មីទៀតអញ្ចឹងទាំងរឿងអាក្រក់ទាំងរឿងល្អហ្នឹងវាមិនទៀងអញ្ចឹងមើលកំណត់ដឹងថាมันមានអីគួរឲ្យចាប់ប្រកាន់អញ្ចឹងធ្វើដំណើរពីមួយទៅមួយអញ្ចឹងទៅអាហ្នឹងទើបយើងមិនសោកសៅខ្លាំងពីព្រោះសង្ខារនេះចុងក្រោយយើងត្រូវបោះចោលទាំងអស់มันមានអ្នកណាអាចយកអ្វីតាមខ្លួនបានទេសន្មត់ថាជាខ្លួនយើងជាទ្រព្យយើងជាប្រពន្ធជាប្តីជាកូនហ្នឹងចុងក្រោយមានទៅយកអីទៅបានអត់ទេអញ្ចឹងសន្សំបុណ្យសន្សំកុសលសន្សំឧបនិស្ស័យនៃបញ្ញាឲ្យបានសុខបច្ចុប្បន្នហើយឲ្យបានជាបច្ច័យរួចផុតចាកទុក្ខដល់និព្វានអានឹងទើបលែងមានទុក្ខអនុមោទនាហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀត
អស់ពីសមត្ថភាពខ្ញុំហើយព្យាយាមបំពេញតួនាទីអ្នកឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តធ្វើការងារឲ្យបានល្អមើលថែគ្រួសារឲ្យបានត្រឹមត្រូវជួយមិត្តភ័ក្តិតាមអ្វីដែលអ្នកអាចធ្វើបានតែអ្នកក៏ត្រូវដឹងដែរថាអ្នកមិនអាចធ្វើបានគ្រប់រឿងបានទេមិនអាចបង្គាប់បញ្ជាឬបង្ខំឲ្យអ្វីបានដូចចិត្តអ្នកចង់គ្រប់រឿងបានឡើយអ្វីមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានពេលខ្លះអ្នកគិតថារឿងនឹងបានល្អតែបែរជាខូចបងអស់ទៅវិញអ្វីប៉ាន់ស្មានមិនត្រូវទេបើបុណ្យអ្នកគ្រប់ការព្យាយាមដល់កម្រិតការងារនោះបានសម្រេចតែបើបុណ្យអ្នកមិនគ្រប់ការព្យាយាមក៏មិនទាន់ដល់កម្រិតសេចក្តីប្រាថ្នាមិនបានសម្រេចឡើយមួយវិញទៀតពេលខ្លះអ្នកចង់ឲ្យគេល្អតែមិនប្រកាសថាគេចង់ល្អដូចអ្នកគិតទេសត្វលោកមានសម្ពីកម្មផ្សេងគ្នាមានឧបនិស្ស័យសន្សំមកខុសគ្នាអ្នកខ្លះមានគេជួយតែគ្មានបុណ្យឲ្យគេជួយបានអ្នកចង់ឲ្យគេបានល្អតែបើគេមិនព្រមធ្វើល្អដោយខ្លួនឯងក៏គេនៅតែមិនអាចកែប្រែជីវិតគេបានអ្នកមិនអាចទទួលផលកម្មជំនួសគេបានឡើយអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញដោយខ្លួនឯងគ្មានអ្នកណាទទួលជំនួសអ្នកណាឡើយរៀនព្រមទទួលស្គាល់ការពិតថាខ្ញុំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំត្រឹមនឹងហើយសត្វលោកមានកម្មជារបស់ខ្លួនពាក្យថាអារម្មណ៍មិននឹងណោហ្នឹងបើនិយាយឲ្យត្រូវនិយាយថាចិត្តមិននឹងណោត្រូវជាងពីព្រោះអារម្មណ៍សំដៅទៅលើអ្វីនៅខាងក្រៅរូបសម្លេងរឿងរ៉ាវអីទាំងអស់ហ្នឹងវាកើតលេចដែកធម្មតារបស់វាប៉ុន្តែចិត្តរបស់យើងដែលតាមវាទៅវាធ្វើឲ្យវារវើរវាយគិតច្រើនស្មុគស្មាញដែតដូងតាមរឿងទាំងអស់ហ្នឹងយើងអត់បានខាត់រារាំងការពារកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃអារម្មណ៍នៃរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងជាធម្មតារឿងវាកើតឡើងជាបន្តបន្ទាប់នេះបន្តិចនោះបន្តិចល្អខ្លះខកខ្លះគេសរសើរខ្លះគេនិន្ទាខ្លះជារឿងធម្មតាយើងទៅខាត់រឿងទាំងអស់ហ្នឹងមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សាចិត្តបើអារម្មណ៍ហ្នឹងវាគិតទៅនាំឲ្យក្តៅក្រហល់ក្រហាយមួម៉ៅអាហ្នឹងយើងទុកម្ដុំទៅយើងបដោតផ្ចង់អារម្មណ៍មកលើរឿងណាដែលនាំឲ្យចិត្តជ្រះថ្លាសប្បាយរីករាយឧទាហរណ៍ថាការប្រឹងប្រែងការតស៊ូគុណពុកគុណម្ដាយគុណបរតនត្រ័យរឿងដែលយើងត្រូវធ្វើភារកិច្ចដែលត្រូវបំពេញយកចិត្តមកផ្ដោតលើអានឹងទៅវាអូតូម៉ាទិកអារឿងរ៉ាវអត់ប្រយោជន៍រឿងមួម៉ៅក្តៅក្រហាយហ្នឹងវារសាត់បាត់ទៅហើយអារឿងនឹងរីកធំដោយសារចិត្តយើងចេះតែផ្ដោតចេះតែគិតចេះតែរំលឹកវារឿងនឹងចេះតែផុសផុលឡើងប៉ុន្តែបើយើងផ្ដោតទៅលើរឿងណាដែលជារឿងមានប្រយោជន៍រឿងមានប្រយោជន៍នឹងដុសដាលឡើងរឿងអត់ប្រយោជន៍នឹងក៏រសាត់បាត់ទៅអ
ចឹងវានៅលើយើងចេះបញ្យល់ខ្លួនឯងថាធ្វើម៉េចដើម្បីទម្លាក់រឿងសៅមួម៉ៅសៅហ្មងហ្នឹងហើយមកចង់មកលើរឿងដែលនាំឲ្យជ្រះថ្លាឧទាហរណ៍ថាយើងមានមិត្តភ័ក្តិល្អយើងទៅកន្លែងនាំឲ្យកើតចិត្តជ្រះថ្លាយើងទៅវត្តបូជាផ្កាយើងទៅរៀនសូត្រយើងទៅស្ដាប់ការណែនាំការបង្ហាត់បង្ហាញចឹងទៅចឹងចិត្តហ្នឹងវាផ្ដោតទៅលើរឿងនាំឲ្យរីករាយជ្រះថ្លាវាធ្វើឲ្យចិត្តហ្នឹងស្រស់វាធ្វើឲ្យចិត្តហ្នឹងមានកម្លាំងមានពន្លឺអាចនឹងរឹងមាំហើយអាចធ្វើឲ្យមានបញ្ញាអាចពិចារណាដោះស្រាយបញ្ហាបានល្អជាងដែលរវើរវាយគិតទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហាយហ្នឹងចឹងជាប្រចាំយើងមានតួនាទីមួយរៀបចំចិត្តគំនិតតោងយកអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាហើយចាក់ចែងពីអារម្មណ៍ដែលនាំឲ្យមួម៉ៅក្តៅក្រហាយតែបើថាយើងមិនអាចប្រកបវិជ្ជាបានទាំងស្រុងមែនអារម្មណ៍ដែលកើតឡើងក្នុងជីវិតនឹងវាមានល្អខ្លះអាក្រក់ខ្លះយើងមិនអាចទៅរៀបរៀងខាត់ខាំងបានទេប៉ុន្តែឧទាហរណ៍ថាបើវាកើតមកហើយក៏ឲ្យវារលត់ទៅកើតមកហើយក៏ឲ្យវារលត់ទៅយើងកុំឲ្យវាតោងទៅលើអារម្មណ៍ហ្នឹងដែលមិនល្អនឹងច្រើនពេកហើយបើតោងគឺតោងទៅលើអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាសប្បាយរីករាយក្នុងបុណ្យកុសលបើវាទាញទៅក្នុងសបាយដែរប៉ុន្តែសបាយផ្លូវខុសអាហ្នឹងក៏នាំឲ្យគ្រោះថ្នាក់ក្នុងពេលក្រោយដែរអញ្ចឹងយើងរៀនរក្សាចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ស្រស់ជ្រះថ្លានឹងយើងមិនសូវមួម៉ៅសៅហ្មងមិនសូវរវើរវាយទេអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលខ្លីរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបពីទុករឿងសៅហ្មងនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យបានច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬក៏ត្រូវបត់ស្ដាំរើសបានតែមួយយក្សក្នុងល្ខោនមិនគួរឲ្យខ្លាចដូចយក្សក្នុងចិត្តពោលគឺកំហឹងនោះទេកំហឹងបានដុតចិត្តអ្នកឲ្យក្តៅក្រហល់ក្រហាយហើយរៀលដាលភាពក្តៅក្រហាយនោះដល់អ្នកដទៃទៀតផងកំហឹងនាំឲ្យអ្នកសាងកំហុសដែលនាំឲ្យមានវិបដិសារៈនៅពេលក្រោយនឹងបង្កជាពីវេរាវែងឆ្ងាយទៅក្នុងអនាគតរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់
រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អតែអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយថែមទាំងចិត្តអាក្រក់ទៀតគឺមិនបានធ្វើបុណ្យថ្មីផឹកសុរានាំឲ្យខាតទ្រព្យខូចសុខភាពខ្សោយសតិហើយអាយុខ្លីមនុស្សភាគច្រើនដឹងដែរតែនៅចង់សប្បាយទម្រាំដឹងខ្លួនមេរោគពេញខ្លួនហួសពេលបាត់ទៅហើយមនុស្សចាស់ផឹកបង្ហាញក្មេងក៏ផឹកតាមសុរាបំផ្លាញអាហារផ្លូវចិត្តភាគ4ការនិយាយស្ដីដោយខ្វះការពិចារណាคล้ายជាអាវុធប្រហារផ្លូវចិត្តអ្នកដទៃផងជាទឹកបន្សាបតម្លៃខ្លួនឯងផងនិងជាបាបកម្មផងរៀនរក្សាសម្ដីអ្នកឲ្យបានល្អព្រោះវាឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នកផ្ទាល់ពេលបុណ្យឲ្យផលអ្នកជួបរឿងល្អដែលគេតែងតែហៅថារាសីឡើងតែពេលបាបឲ្យផលអ្នកជួបរឿងមិនល្អដែលគេតែងហៅថារាសីចុះចង់បានរាសីខ្ពស់រៀនធ្វើចិត្តឲ្យជ្រះថ្លាកាយវាចាឲ្យល្អបើខ្សោយបុណ្យចាស់កុំភ្លេចខំសាងបុណ្យថ្មីរលកទឹកឡើងចុះតាមដំណើរនៃធម្មជាតិរឿងល្អរឿងអាក្រក់ចេញចូលតាមកម្លាំងកម្មអ្វីមិនទៀងទាត់ទេកើតហើយត្រូវរលត់ទៅវិញកុំចាប់ប្រកាន់វាមាំពេកអីព្រមឲ្យវារលត់ទៅចុះសេចក្តីស្លាប់គ្មានអ្នកណាត្រូវការតែក៏គ្មានអ្នកណាជៀសរួចឡើយទ្រព្យសម្បត្តិជាទីពឹងពំនាក់នៅពេលបច្ចុប្បន្នបុណ្យកុសលជាទីពឹងពំនាក់ក្នុងដំណើរសង្សារវដ្តក៏មានសេចក្តីប្រមាទក្នុងការសាងបុណ្យឡើយទ្រព្យបន្តិចបន្តួចមិនអាចយកទៅតាមខ្លួនអ្នកស្លាប់បានឡើយខំរកទ្រព្យដើម្បីចិញ្ចឹមជីវិតតែកុំភ្លេចសន្សំបុណ្យគ្រាន់បានជាទីពឹងទៅក្នុងលោកខាងនាយពាក្យថាកាត់ចិត្តស្រួលថាតែពិបាកធ្វើសតិប្រាប់ចិត្តឲ្យចាកចេញពីរឿងចាស់មកគិតរឿងថ្មីបញ្ញាពន្យល់ចិត្តឲ្យព្រមទទួលយកការពិតធម៌ពីរគឺសតិបានដល់ការរលឹកដឹងសម្បជញ្ញៈបានដល់បញ្ញាជាធម៌មានឧបការៈច្រើនសម្រាប់ជីវិតរស់នៅជំងឺផ្លូវចិត្តធ្វើឲ្យអ្នកល្វើយអស់កម្លាំងលែងឃ្លានបាយលែងឃ្លានទឹកអ្នកត្រូវប្រឹងងើបឡើងខំញ៉ាំខំដើរទៅមុខជំនះភាពទន់ជ្រាយនៃរាងកាយពង្រឹងកម្លាំងចិត្ត
អ្នកនឹងអាចយកឈ្នះវាមិនខានកាលនៅក្មេងមិនសូវចេះគិតតែសប្បាយច្រើនពេលធំឡើងគិតច្រើនបែរជាសប្បាយតិចគិតច្រើនចុះតែគិតឲ្យត្រូវគិតឲ្យល្អគិតប្រកបដោយបញ្ញាការគិតនោះនាំមកនូវសេចក្តីសុខមកវិញអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលតូចរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅមកនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬបត់ស្ដាំរើសបានតែមួយបន់ជួយអ្នកឲ្យជួបមនុស្សល្អឲ្យសម្រេចចិត្តត្រូវឲ្យការងារងាយនឹងបានសម្រេចផលព្យាយាមសាងបុណ្យឲ្យបានរឿយបុណ្យមិនភ្លេចម្ចាស់វាទេរបៀបគិតច្នៃជីវិតអ្នកបើអ្នកទម្លាប់គិតបែបណាខ្សែជីវិតអ្នកនឹងធ្លាក់ក្នុងគន្លងនោះដែរទម្លាប់សន្សំចិត្តល្អចិត្តជាកុសលចិត្តតស៊ូព្យាយាមធ្វើវាឲ្យជាទម្លាប់ក្នុងជីវិតអ្នកអ្នកខ្លះអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអ្នកមិនអាចគ្រប់គ្រងអនាគតកាលបានទាំងស្រុងទេប្រុងប្រៀបតែក៏ត្រូវចេះព្រមតាមជាក់ស្ដែងទើបមិនសូវកើតទុក្ខខ្លាំងចិត្តមួម៉ៅច្រើនទៅរារាំងបុណ្យចាស់មិនងាយឲ្យផលបុណ្យខ្លាចមុខអ្នកមួម៉ៅច្រើនរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយចិត្តអាក្រក់ទៀតព្រោះមិនបានធ្វើបុណ្យថ្មីវាសនាជីវិតមនុស្សម្នាក់ខ្ពស់ទាបមិនដូចគ្នាទេតាមកម្លាំងបុណ្យនិងការព្យាយាមពេលបច្ចុប្បន្នរីករាយនឹងអ្វីដែលអ្នករកបានជួយដល់អ្នកខ្វះខាតសប្បាយចិត្តចំពោះសេចក្តីសុខរបស់អ្នកដទៃ
ពេលស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចបន្តួចឡើយមិត្តភាពជាផ្នែកដ៏សំខាន់នៃជីវិតការជ្រើសរើសមនុស្សត្រូវដែលលោកហៅថាកល្យាណមិត្តអាចជួយកំណត់ជោគវាសនាជីវិតអ្នកបានមនុស្សមិនល្អនាំឲ្យយើងកើតបាបដែលធ្វើឲ្យយើងអន្តរាយឆ្លៀតពេលមើលថែរក្សាផ្លូវចិត្តអ្នកកុំបណ្ដោយឲ្យវារងគ្រោះខ្លាំងរហូតពិបាកសង្គ្រោះកុំរវល់ដល់ថ្នាក់រកពេលស្លាប់មិនបានកុសលធម៌គុណធម៌ជាជំរកដ៏ប្រសើរជាគ្រឿងការពារជាគ្រឿងអលង្ការរបស់ចិត្តខាត់មិនបានពេលល្ងាចមកដល់ថ្ងៃក៏ត្រូវលិចពេលស្លឹកឈើឡើងលឿងទុំដល់ពេលត្រូវជ្រុះរុះរយពេលណាអស់ហេតុសង្ខារទាំងឡាយក៏ប្រែប្រួលទៅខាត់អង្វរក៏ខាត់មិនបានអ្នកនៅតែថែរក្សាការពារឲ្យអស់ពីសមត្ថភាពអ្នកតែអ្នកមិនអាចហួងហែងកុំឲ្យវាប្រែប្រួលបានទេក្នុងโลกនេះគ្មានអ្នកណាម្នាក់អាចទប់ស្កាត់អនិច្ចតាធម៌បានឡើយពេលបន់អស់អាយុសង្ខារក៏ត្រូវរលត់ដូចចង្គៀងអស់ប្រេងត្រូវរលត់ដូច្នោះឯងទោះអ្នកយំអង្វរស្លាប់ទាំងខ្លួនទៀតក៏ហៅត្រឡប់មកវិញមិនបានម្យ៉ាងទៀតការប្រែប្រួលមិនប្រាប់អ្នកជាមុនទេមិនអាចកំណត់ថាត្រូវប្រែប្រួលពេលនេះពេលនោះឡើយដល់ពេលទៅក៏ទៅពេលខ្លះមិនទាំងបានលាគ្នាមួយម៉ាត់ផងដូច្នេះហើយយើងម្នាក់ត្រូវរៀនត្រៀមចិត្តថាគ្រប់យ៉ាងសុទ្ធតែប្រែប្រួលគ្រាន់តែមុននឹងក្រោយយូរឬក៏ឆាប់ប៉ុណ្ណោះបើយើងបានពិចារណារឿយពេលការប្រែប្រួលនោះមកដល់ក៏មិនសូវមានទុក្ខខ្លាំងតែបើមិនបានពិចារណាឲ្យបានរឿយទេពេលការប្រែប្រួលនោះមកដល់អ្នកនឹងមានទុក្ខសោកខ្លាំងមិនខានក្នុងពេលបច្ចុប្បន្នឥឡូវនេះយើងអាចសន្មត់ថារបស់នេះរបស់នោះជារបស់យើងតែយើងមិនអាចហាមឃាត់ការប្រែប្រួលបានទេដូចជាពេលដែលត្រូវអស់ភ្លើងក៏ត្រូវរលត់ពេលណាអស់ហេតុសង្ខារក៏ត្រូវប្រែប្រួលផ្លាស់ប្ដូរទៅវិញហាមមិនបាននេះជាដំណើរនៃធម្មជាតិ
មានញាតិញោមមួយចំនួនដែរផ្ញើសារមកសួររឿងតើសម្រាប់ខ្លួននៅវាមានបាបអត់សម្រាប់ខ្លួនទៅវាផុតទុក្ខអត់ឬក៏តែគាត់មានអារម្មណ៍មិនចង់រស់អានឹងវាចូលក្នុងវិបត្តិផ្លូវចិត្តណាគាត់សំរឿងទុក្ខសោកក្នុងចិត្តឬក៏រឿងដដែលវាកើតឡើងធ្វើឲ្យគាត់ធុញទ្រាន់អស់កម្លាំងលែងចង់រស់ទៀតឬក៏គាត់ជួបបញ្ហាធ្ងន់ធ្ងរអីចឹងទៅប៉ុន្តែអានឹងវាកើតឡើងវាមិនមែនកើតអញ្ចឹងភ្លាមវាសំតិចម្ដងគិតច្រើនតូចចិត្តអន់ចិត្តភ័យព្រួយបារម្ភខ្លាចឬក៏ជំងឺឈឺស្កាត់នឹងវាធ្វើឲ្យគាត់នឹងអស់កម្លាំងលែងចង់រស់ទៅទៀតសួរថាសម្រាប់ខ្លួននឹងបាបអត់វាចេះវាមានពីររឿងមួយបើឧទាហរណ៍ថាជួយសង្គ្រោះម្ដាយជួយសង្គ្រោះអ្នកមានគុណហ៊ានបរិច្ចាគជីវិតឧបមាថាគេត្រូវការថ្លើមគេត្រូវការប្រមាថគេត្រូវការអីចឹងថាយកចោះធ្វើម៉េចឲ្យតែពុកធ្វើឲ្យតែម៉ែខ្ញុំរស់អាហ្នឹងជាបនវិញការលះបង់អញ្ចឹងណាប៉ុន្តែការលះបង់ដោយខឹងដោយធុញទ្រាន់នេះអានេះវាជារឿងអកុសលសម្រាប់ខ្លួននឹងមានទោសបើនៅក្នុងវិន័យព្រះអង្គមិនឲ្យភិក្ខុសម្រាប់ខ្លួនទេភិក្ខុណាសម្រាប់ខ្លួនត្រូវអាបត្តិដែលត្រូវអាបត្តិនឹងមួយហើយរឿងមួយទៀតរឿងទោមនស្សផ្លូវចិត្តមិនសប្បាយចិត្តធុញទ្រាន់ហ្នឹងជាលក្ខណៈនៃទោសៈចិត្តប៉ុន្តែនិយាយអញ្ចឹងមិនអាចទាញចិត្តឲ្យអ្នកដែលមានបំណងចង់សម្រាប់ខ្លួននឹងមកវិញបានទេវាត្រូវការផ្សំគុំជួយគ្នាទាំងអស់ទាំងឧទាហរណ៍ថាអ្នកជំនាញខ្លួនជាប្តីប្រពន្ធជាបងប្អូនសមាជិកគ្រួសារមិត្តភ័ក្តិហ្នឹងតើជួយជុំចែងកុំបន្តិចពឹងអាក់ស្ដីបន្ទោសថាឲ្យវាជន់លើជន់ណាគាត់មានវិបត្តិក្នុងចិត្តរបស់គាត់ហើយយើងអត់យល់គាត់យើងថាស្ដីឲ្យទៅទៀតគឺតែដុនដាបហើយជួនកាលមនុស្សហ្នឹងមិននិយាយមិនស្ដីរៀងតក់មកទៅមើលស្ងាត់ស្ងៀមអញ្ចឹងទៅពេលខ្លះយើងគិតថាវាខ្ជិលវាអីអញ្ចឹងទៅវិញទៅណាចឹងផ្នែកមួយនៃការព្យាបាលគឺមនុស្សជុំវិញខ្លួនហ្នឹងជាកម្លាំងចិត្តសំខាន់ណាទី2រឿងថ្នាំព្យាបាលបើមានវិបត្តិផ្លូវចិត្តនឹងធ្ងន់កុំលាក់កុំបាំងកុំខ្លាចគេថាយើងនិយាយចុះជួបលោកគ្រូពេទ្យជំនាញដើម្បីឲ្យគាត់ជួយស្វែងយល់ហើយនឹងអាចប្រើប្រាស់ថ្នាំជួយសម្រួលអារម្មណ៍បានគេងគ្រប់គ្រាន់មានកម្លាំងកំហែងញ៉ាំឲ្យបានទៅហើយនឹងដើរហើយអញ្ចឹងដូររបៀបរស់នៅជួនកាលជំងឺនោះវាធ្វើឲ្យយើងធ្មឺកមិនចង់ងើបមិនចង់ដើរមិនចង់ចេញខ្ជិលហ្មងអានោះតើយើងយកឈ្នះវាកុំបដោយតាមវាទាញឲ្យយើងនៅកន្លែងស្ងាត់កន្លែងងងឹតម្នាក់ឯងសោកសៅសោកសង្រេងអញ្ចឹងទៅហើយវាជន់យើងអាហ្នឹងអញ្ចឹងដូរអីបត់រស់នៅចេញទៅធ្វើការស្រោចដំណាំស្រោចដំណោចដើរហាត់ប្រាណធ្វើនេះធ្វើនោះកុំឲ្យវាស្លងទៅក្នុងអារម្មណ៍ហ្នឹងហើយភាសាងាយយល់ហើយនឹងការអប់រំផ្នែកស្មារតីតាមរយៈការធ្វើសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណាឧបមាថារឿងរ៉ាវក្នុងជីវិតហ្នឹងវាមានរឿងល្អខ្លះមិនល្អខ្លះណារឿងល្អយើងទទួលយើងចាត់ទុកថាជាផលបុណ្យណាហើយរឿងណាមិនល្អជួបហើយទៅមុខទៀតមិនអោបមិនរែកពុនរឿងទាំងអស់នឹងទុកក្នុងចិត្តទេពីព្រោះបើយើងអោបយើងរែកពុនទៅអារឿងហ្នឹងវាចេះសកត់យើងធ្ងន់ទៅពីព្រោះចិត្តនេះ
đòi nây thá sân xóm sân đàn đối dương xóm lùi trong tình yêu kia chứ tự dương xóm chớn với ban lùi chớn bởi dương chạy chớn với dương chụp bẹ cái chớn này giờ nói chật nó bởi vì xóm ấy vì chớn là nâng bên xóm tục sao tôi chật ăn chật bà chật ấy nó vì cao là nâng cao hơn sẽ có đây tục ấy bắt đầu bởi dương hiện đồ mà hiện nực hướng nam nó mày đi chùm nhẹ ná nó mày sắp bài chật vừa cái ca nghĩ ấy vừa ở chật nó về sọ làng mình nhé na nó phẳng xóm này khang nâng tới account khang lọ nâng tới account khang khó chạy kia nó cũng sẽ chạy bị đấy chẳng xóm chật sọ sai đi thật lục viên á cũng stu anh đang ở trên tới tìm đó từ những ai nhà về bànสมรรถភាពអប់រំផ្លូវចិត្តនេះជួយទុកមកផ្នែកធំដែរដូចថាយើងមិនអោបទុកឯងវាដូចថាហើយសង្ខារធម៌កើតរលត់ទាំងរឿងល្អរឿងអាក្រក់អញ្ចឹងរឿងល្អកើតហើយរលត់ទៅរឿងអាក្រក់កើតហើយរលត់ទៅហើយទៅមុខទៀតទៅជួបរឿងខាងមុខទៀតអញ្ចឹងវាសំពីសំពងរឿងអតីតផងភ័យរឿងអនាគតផងអាបច្ចុប្បន្នដោះស្រាយវល់វាធ្ងន់ទៅចឹងអាត្មាសរុបមកវិញថាការសម្រាប់គ្រូនោះសួរថាមានបាពេវាបាបត្រង់ទូមនុស្សហ្នឹងហ្មងវាមិនស្រស់មិនថ្លាហើយដល់នៅក្នុងធម៌តកណាចុតិចិត្តហ្នឹងវាទូមនុស្សទូស័កវាអត់ល្អឯងកតិឬក៏បដិសន្ធិក្នុងជាតិទៅមុខហ្នឹងគឺចុះក្រោមឯងតកណាពេលមុនស្លាប់ហ្នឹងទូមនុស្សផ្លូវចិត្តហ្នឹងអាហ្នឹងគាត់តែឆ្លើយមួយម៉ាត់ចោលអញ្ចឹងទៅចាស់ប៉ុន្តែរបៀបជួយសង្គ្រោះខ្លួនឯងអាត្មាថាកុំឲ្យលាក់និយាយប្រាប់មិត្តភ័ក្តិបងប្អូនណាជិតស្និទ្ធដែលអាចឲ្យគាត់ជួយឲ្យយោបល់បានកុំគិតថាអញមិនប្រាប់ណាអញខ្លាចអត់អីកុំអ្នកណាក៏មានវិបត្តិផ្លូវចិត្តរៀងខ្លួនតិចច្រើនតាមកម្លាំងសមត្ថភាពផ្លូវចិត្តគ្រប់រៀងខ្លួនតែអញ្ចឹងប្រាប់បើថាបើធ្ងន់ធ្ងរត្រូវជួបពិគ្រោះជាមួយលោកគ្រូពេទ្យកុំខ្លាចគេថាយើងឈួតអីអានឹងរឿងសុខភាពយើងតាចាត់ទុកថាវាជាជំងឺគុណពវៀនដាសាយឬក៏គុណឈាមអញ្ចឹងទៅវិញទៅព្រោះអ្នកណាពុទ្ធលោកថាគ្មានអ្នកណាក្នុងលោកនេះដែលថាគ្មានជំងឺផ្លូវចិត្តហ្នឹងអត់មានទេលើកលែងតែព្រះអរហន្តមួយដែលអត់មានជំងឺផ្លូវចិត្តក្រៅពីនឹងប្រតិជនទាំងលោកទាំងប្រសក់សិតតែមានជំងឺផ្លូវចិត្តដូចគ្នាគាត់តែតិចច្រើនតាមកម្លាំងនៃការអប់រំចិត្តប៉ុណ្ណឹងឯងនឹងបើទី2បើថាមិនធ្ងន់ធ្ងរត្រូវតែជួបពិគ្រោះជាមួយលោកគ្រូពេទ្យហើយនឹងទី3ហ៊ានធ្វើសមាធិហ៊ានស្ដាប់ធម៌ស្វែងយល់អំពីការពិតនៃជីវិតមិនអោបកសោបសេចក្តីទុក្ខនឹងក្នុងចិត្តនឹងយូរឯងហ៊ានដូចថាហ៊ានដោះលែងខ្លួនឯងឲ្យផុតពីសេចក្តីទុក្ខអានឹងយើងអាចជួយខ្លួនឯងបានមានញាតិញោមខ្លះដូចថាគាត់អត់ទាន់បានមើលថែម៉ែឪឲ្យបានត្រឹមត្រូវឬក៏គ្រួសាររបស់គាត់នឹងបាត់បង់ទាំងដែលមិនបានលាគ្នាត្រឹមត្រូវអញ្ចឹងគាត់មិនអស់ចិត្តគាត់នៅតែដេកគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីឬក៏គាត់ថាដូចថាពេលឈឺនឹងទៅរកពេទ្យនេះខុយរកពេទ្យនោះខុយអញ្ចឹងមុំរកពេទ្យត្រូវហួសពេលបាត់អញ្ចឹងគាត់ស្ដីបន្ទោសខ្លួនឯងថាមើលអញ្ចេះទៅវិញមានអីបើទៅពេទ្យនោះបដ ாய் ទៅមានអីប៉ុន្តែរឿងនោះវាហួសទៅហើយវាមនុស្សនឹងស្លាប់បាត់ទៅហើយបើយើងមិនរកវិធីសាស្ត្រដោះទុកពីខ្លួនឯងទេយើងសោកសៅយើងនៅតែស្ដីបន្ទោសយើងនៅតែមានវិបដិសារីធ្វើឲ្យយើងមិនស្រឡះបើអ្នកស្លាប់ទៅនឹងដឹងថាយើងនៅអញ្ចឹងក៏គាត់មិនស្ងប់ចិត្តដែរហើយយើងខ្លួនឯងនឹងអ្នកដែលមិនស្ងប់ចិត្តនឹងគាត់ស្លាប់ទៅគាត់ទៅបដិសន្ធិក្នុងភពថ្មីទៀតហើយទៅលើឬក៏ទៅក្រោមអានឹងអាស្រ័យលើកម្លាំងកម្មរបស់គាត់អាស្រ័យលើ
ផ្លូវចិត្តរបស់គាត់នៅពេលដែលមុននឹងស្លាប់ហ្នឹងហើយបើគាត់មានខ្មែរយើងជួយហៅថាអារម្មណ៍ល្អបើនៅក្នុងធម៌មរណាសន្នជីវ័នចិត្តមុននឹងស្លាប់ហ្នឹងល្អអាហ្នឹងគាត់ទៅក្នុងសុគតិភពទៅបើមរណាសន្នជីវ័នចិត្តមុននឹងស្លាប់ហ្នឹងមិនល្អភ័យព្រួយជាប់ជំពាក់រវើរវាយអាហ្នឹងទៅក្នុងអបាយភូមិហើយអញ្ចឹងវាតើថាឲ្យយើងរៀបចំចិត្តគំនិតជូនដំណើរគាត់នឹងឲ្យបានស្រួលទៅឲ្យគាត់បាននឹកដល់គុណពុទ្ធពធប្រសងមានសិលជាទីពឹងរំលឹកដល់បុណ្យកុសលដែលគាត់បានធ្វើឲ្យគាត់ផ្ចង់ចិត្តទៅដូចថាយើងខាត់ការយំសោកអីមិនបានទេប៉ុន្តែត្រូវតែត្រៀមរៀបចំឲ្យអ្នកដែលចិត្តស្លាប់នឹងមានអារម្មណ៍ល្អមានចិត្តនឹងស្ងប់រងាប់កុំឲ្យរវើរវាយឧទាហរណ៍ដូចឮសំឡេងយើងសោកទៅគាត់អាចមានចិត្តនឹងរវើរវាយមិនស្ងប់អានឹងកតិកំណើតក្នុងជាតិបន្ទាប់នឹងមិនល្អហើយអញ្ចឹងបានជាបរមរានខ្មែរយើងឲ្យមានអ្នកមកសូត្រធម៌អ្នកមកឲ្យធម៌អីចឹងទៅដើម្បីឲ្យគាត់នឹងបានផ្ចង់ចិត្តទៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាហ្នឹងឲ្យស្ងប់រងាប់ផ្លូវចិត្តហ្នឹងអាហ្នឹងបានកតិកំណើតក្នុងជាតិបន្តហ្នឹងបានខ្ពង់ខ្ពស់បានប្រសើរប៉ុន្តែចង់លើកមកហ្នឹងថាបើឧទាហរណ៍ថាគាត់ធ្វើដំណើរទៅហើយអ្វីដែលយើងអាចធ្វើបានយើងមានតែជូនដំណើរដោយបុណ្យដោយកុសលធ្វើនៅតេខេណានុបទានឧទ្ទិសជូនគាត់រឿយមិនចាំបាច់ថា7ថ្ងៃ100ថ្ងៃអីទេពេលណាថ្ងៃសិលមានប្រសង់និមន្តបិណ្ឌបាតឬក៏មានឱកាសធ្វើចង្ហាន់ទៅវត្តប្រគេនចំពោះប្រសង់ឬក៏អ្នកណាអ្នកមានសិលអ្នកត្រឹមត្រូវឧទ្ទិសជូនគាត់ទៅពុកឯម៉ែអើយបងអើយខ្ញុំសូមឧទ្ទិសបុណ្យជូនបងជូនពុកជូនម៉ែសូមឲ្យពុកម៉ែជើញមកទទួលចំណែកបុណ្យនេះឲ្យសូមឲ្យបានសេចក្តីសុខចោះហើយបើនឹកគាត់ពេលយប់ឧទ្ទិសពេលយប់ទៅនឹកដល់ពេលថ្ងៃឧទ្ទិសពេលថ្ងៃទៅហើយបើមានទ្រព្យសម្បត្តិច្រើនសមរម្យកសាងសមិទ្ធផលណាជាប្រយោជន៍សាធារណៈហើយឧទ្ទិសកុសលជូនទៅពុកឲ្យម៉ែឲ្យខ្ញុំបានធ្វើគាត់ធ្វើសាលាធ្វើផ្លូវអញ្ចឹងសូមជូនកុសលឧទ្ទិសជូនដល់ពុកដល់ម៉ែទទួលត្រេកអរបុណ្យរបស់ខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះសមិទ្ធផលធំទៅយើងក៏សប្បាយចិត្តបានច្រើនបុណ្យក៏បានច្រើនឧទ្ទិសកុសលជូនគាត់ហ្នឹងក៏បានច្រើនដែរជំនួសឲ្យការសោកសៅវិបដិសារីស្ដីបន្ទោសខ្លួនឯងទៅជាការឧទ្ទិសបុណ្យកុសលផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យគាត់វិញជំនួសអញ្ចឹងយើងវាធូរស្បើយពីសេចក្តីសោកនឹងបដាទៅពីព្រោះយើងបានកម្លាំងបុណ្យកម្លាំងការផ្សាយមេត្តាកម្លាំងនៃបញ្ញានេះជំនួសដោយការអង្គុយសោកសៅឬក៏ដេកយំពីព្រោះអាការដេកយំសោកសៅហ្នឹងនៅក្នុងធម៌ព្រះអង្គសម្ដែងថាមិនបានជាប្រយោជន៍សំបីបន្តិចបន្តួចដល់អ្នកស្លាប់អត់មានបានទេទោះជាយើងយំអស់ទឹកភ្នែកស្គមរីងរៃស្លាប់ទាំងខ្លួនទៅទៀតក៏អត់បានអីជាប្រយោជន៍ដល់អ្នកស្លាប់នឹងដែរអានឹងជាបុត្រជនវាមានហើយយំសោកស្ដាយសំណោះហ្នឹងយើងខាត់បានប៉ុន្តែយើងត្រូវមានបញ្ញាកំណត់ដឹងថាយើងដូរវិញទៅពីការយំសោកមិនបានជាប្រយោជន៍ហ្នឹងទៅជាការឧទ្ទិសបុណ្យណានឹកគាត់ពេលយប់នឹកគាត់ពេលថ្ងៃអើយពុកឯម៉ែខ្ញុំបានធ្វើបុណ្យពីថ្ងៃមុនពីព្រឹកមិញណាពុកម៉ែសូមទទួលបុណ្យពីខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះអញ្ចឹងហើយយើងវាបានផ្សះផ្សាបេះដូងទ្រូងយើងផ្លូវចិត្តយើងហើយចំណែកបុណ្យហ្នឹងបើគាត់ដឹងគាត់ឮគាត់ទទួលគាត់បានត្រេកអរគាត់បានសុខដោយសារកម្លាំងបុណ្យរបស់យើងបន្ថែមលើបុណ្យរបស់គាត់នឹងទៅទៀតអញ្ចឹងតើយើងរៀនដោះលែងខ្លួនឯងពីសេចក្តីសោកកុំគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងអត់អាចបានទេបើនិយាយពីប្រៀបធៀបពីជាគៀងវិញអស់ព្រេងហើយជីវិតរបស់គាត់អស់បុណ្យហើយអញ្ចឹងទោះជាមិនក៏ត្រូវតែ
រលត់ដែរដូចជាស្លឹកឈើទុំវាជ្រុះហើយថ្ងៃទៅពេលល្ងាចវាលិចយំក៏វាលិចដែរស្លឹកឈើវាជ្រុះហើយយើងយំក៏វាជ្រុះដែរយ៉ាងណាជីវិតរបស់មនុស្សយើងនឹងវាមានកម្លាំងបុណ្យណាប្រេងបុណ្យជាគៀងជីវិតរបស់យើងនឹងវាតិចច្រើនតាមអ្វីដែលគាត់បានសាងមកអញ្ចឹងយើងមិនអាចបខំថាហេបើចេះទៅមានអីហេបើចុះទៅមានអីរឿងហ្នឹងវាហួសហើយវាចប់ហើយយើងចាត់ទុកថាជាគៀងជីវិតរបស់គាត់បានផុតរលត់ហើយជាងយើងជូនដំណើរបុណ្យឲ្យគាត់បានសុខទៅថ្ងៃមុខទៅទៀតទៅជាតិមុខទៅទៀតដោយការឧទ្ទិសបុណ្យរឿយទៅជូនគាត់តែអាហ្នឹងជាអ្វីដែលយើងអាចធ្វើបានដើម្បីផ្សះផ្សាចិត្តយើងផងហើយជាប្រយោជន៍សេចក្តីសុខដល់គាត់ទៅក្នុងភពខាងមុខផងអាត្មាសង្កេតឃើញញាតិញោមមួយចំនួនធំដែរគាត់ធ្វើរវាយគាត់ដេកមលក់គាត់ពិបាកចិត្តគាត់ឆេវឆាវគាត់មួម៉ៅគាត់ stress អានឹងដោយសារយើងបដែតបដោយចិត្តនឹងយូរពេកមិនមានអង្គរៈការពារចិត្តកុំឲ្យសត្រូវមកធ្វើបាបដុតបំផ្លាញសេចក្តីសុខក្នុងចិត្តណាសំដៅទៅលើសតិស្មារតីដែលពុទ្ធឲ្យយើងរៀនយកសតិស្មារតីនឹងមកនៅខ្លួនយើងជាប្រចាំចិត្តគិតអីកំពុងនិយាយអីកំពុងធ្វើអីកំពុងញ៉ាំអីកំពុងតែចូលបន្ទប់ទឹកឬក៏ធ្វើសកម្មភាពប្រចាំថ្ងៃហ្នឹងដូចថាយើងប្រឡែងខ្លួនចោលអត់សតិរវើរវាយធ្វើភ្លឹកដូចថាព្រលឹងអត់នៅខ្លួនណាកំពុងតែធ្វើនេះប៉ុន្តែចិត្តរត់ទៅឯណាឯណីទៅប្រេះទៅបដាស់ហើយទៅកាលណាយើងបដោយចិត្តចឹងរឿយទៅវាអត់មានស្មារតីនៅខ្លួនធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងការគិតរបស់យើងរហូតដល់ថ្នាក់យើងមិនចង់គិតចិត្តហ្នឹងក៏វានៅវិលខ្ញាល់អញ្ចឹងទៅរហូតដល់អ្នកខ្លះគេមិនលក់ឬក៏ធ្វើឲ្យពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងអញ្ចឹងតើយើងហ៊ានបង្កើនស្មារតីនឹងក្នុងជីវិតប្រចាំថ្ងៃហ្នឹងការធ្វើសមាធិក៏ជួយច្រើនដែរពីព្រោះសមាធិទាញស្មារតីមកផ្ចង់នឹងអារម្មណ៍កម្មដ្ឋានណាមួយឧទាហរណ៍ថាខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលអញ្ចឹងជាដើមអញ្ចឹងយើងបង្កើនទ័ពស្មារតីហ្នឹងឲ្យច្រើនដើម្បីត្រួតពិនិត្យមើលដំណើររបស់ចិត្តនឹងឧទាហរណ៍ទៅកំពុងតែមើលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលវាsẽប្រគិតចេញទៅអានេះខ្ចីលុយអញអានោះថាឲ្យអញអីចឹងទៅយើងដឹងអូចិត្តអញរត់ចេញពីដង្ហើមអញ្ចឹងហៅត្រឡប់មកវិញស្មារតីហ្នឹងអ្នកហៅត្រឡប់មកវិញដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលអញ្ចឹងកងទ័ពការពារចិត្តហ្នឹងវាច្រើនសតិស្មារតីហ្នឹងវាច្រើនចឹងអត់ឲ្យចិត្តហ្នឹងរងគ្រោះដោយសារអារម្មណ៍ខាងក្រៅខ្លាំងពេកទេហើយយើងអាចបង្កើនស្មារតីហ្នឹងក្នុងជីវិតប្រចាំថ្ងៃឧទាហរណ៍ថាដើរឲ្យមានស្មារតីថាយើងដើរយើងអង្គុយយើងនិយាយស្ដីហ្នឹងឲ្យវាមានពលឹងនៅខ្លួននេះជាភាសាខ្មែរភាសាធម៌គឺឲ្យមានស្មារតីនៅខ្លួនដឹងថាអាត្មាអញកំពុងតែអង្គុយអាត្មាអញកំពុងតែនិយាយអាត្មាអញកំពុងតែធ្វើសកម្មភាពនេះធ្វើសកម្មភាពនោះបើសតិស្មារតីនៅនឹងខ្លួនបានច្រើនចិត្តអ្នកនឹងអត់សូវរវើរវាយចិត្តអ្នកនឹងអត់សូវហោះចេញពីខ្លួនទេអញ្ចឹងអ្នកនឹងអត់សូវទទួលរងគ្រោះដោយសារអារម្មណ៍គីខាងក្រៅមកដុតរូលឲ្យក្តៅក្រហាយទេដែលចិត្តរបស់យើងក្តៅក្រហល់ក្រហាយហ្នឹងដោយសារយើងចេះតែប្រឡែងខ្លួនអត់មានអ្នកការពារសោះគេនិយាយស្ដីតិចក្តៅកើតទុកអស់មួយអាទិត្យពីរអាទិត្យទៅជួបរឿងថ្ងៃណាមិនពេញចិត្តទៅដេកពិបាកចិត្តអស់មួយអាទិត្យពីរអាទិត្យទៅគ្រាន់តែទៅអានឬក៏ជួប
បញ្ហាអីចឹងទៅគឺថាវល់វិលនៅក្នុងខ្លួនហ្នឹងធ្វើឲ្យអាចិត្តហ្នឹងវាអត់មានប្រព័ន្ធការពារសោះស្អីក៏អាចលួចប្លន់សេចក្តីសុខស្អីក៏អាចធ្វើឲ្យចិត្តហ្នឹងកើតទុក្ខបានដែរអញ្ចឹងសតិស្មារតីហ្នឹងសំខាន់ណាស់ជាគ្រឿងការពារជារនាំងជាទ្វារជារបងការពារមិនឲ្យអកុសលឬក៏អារម្មណ៍ដែលនាំឲ្យក្តៅក្រហាយហ្នឹងយើងអាចទប់ស្កាត់បានខ្លះបើថាយើងមិនអាចទប់ស្កាត់បានទាំងស្រុងប៉ុន្តែសតិហ្នឹងវាដឹងថាអញបើគិតរឿងនេះទៅវាក្តៅក្រហាយអញ្ចឹងផ្ចង់ចិត្តទៅលើអារម្មណ៍នេះវិញនាំឲ្យចិត្តហ្នឹងជ្រះថ្លាសប្បាយនឹកគុណពុទ្ធទៅសប្បាយនឹកគិតដល់បុណ្យដែលខ្លួនបានធ្វើទៅសប្បាយនៅក្បែរមនុស្សនេះទៅដូចតិចចិត្តដូចស្រស់អញ្ចឹងស្ដាប់ធម៌ទៅបានចម្រើនចំណេះដឹងបញ្ញាញាណអញ្ចឹងទៅអញ្ចឹងទាញចិត្តឲ្យបង្អោលមកនៅក្នុងអារម្មណ៍ណាដែលនាំឲ្យកើតចិត្តជ្រះថ្លាហើយអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយអានេះនិយាយដើមអញអានេះវាចេះនេះវាចុះទាំងអានឹងយើងកាត់បន្ថយវាមកយើងមិនអាចទប់ស្កាត់បានទាំងស្រុងទេរឿងអារម្មណ៍ខាងក្រៅហ្នឹងឧទាហរណ៍តែបើយើងមានបាបកម្មវាត្រូវតែលឺគេថាគេស្ដីឬក៏ត្រូវបាត់បង់របស់នេះរបស់នោះអាហ្នឹងយើងខាត់មិនបានទេប៉ុន្តែអ្វីណាដែលយើងអាចទាញចិត្តបានយើងទាញបង្អោនចូលទៅក្នុងអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាហ្នឹងចិត្តហ្នឹងវាស្រស់ចិត្តហ្នឹងវាស្រាលពីសេចក្តីទុក្ខទៅហើយបើយើងខ្វះសតិស្មារតីអ្នកគៀចិត្តអ្នកតម្រែតម្រង់អ្នកទាញមកអាហ្នឹងវាភាកច្រើនហ្នឹងគឺចិត្តហ្នឹងវាធ្លាក់ទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហល់ក្រហាយនាំឲ្យជាប់ជំពាក់ហើយនឹងនាំឲ្យទោមនស្សនឹងមកហើយតែធ្លាក់ចូលទៅក្នុងផ្លូវនឹងយើងក្តៅក្រហាយច្រើនយើងអត់មានលំនឹងផ្លូវចិត្តយើងផ្ញើសេចក្តីសុខទៅនឹងរបស់ខាងក្រៅទាំងស្រុងគេសរសើរបានយើងសប្បាយហើយស៊ីមានបានទៅបានយើងអូសប្បាយទៅដល់ពេលគេនិន្ទាគេថាគេស្ដីកើតទុកទៅអត់មានកំណត់ដឹងថានឹងធម្មតារលកជីវិតនឹងវាអញ្ចឹងវាអត់បានមានបញ្ញាកំណត់ដឹងថាធម្មតាវាអញ្ចឹងវាឡើងវាចុះអញ្ចឹងយើងគិតថាជីវិតអញត្រូវតែឡើងអញ្ចឹងដល់វាអត់បានវាកើតទុកទៅប៉ុន្តែដែលយើងមានបញ្ញាមានធម៌នៅក្នុងចិត្តហ្នឹងយើងកំណត់ដឹងថាហ្នឹងហើយឡើងជាផលបុណ្យផលនៃការពឹងផ្អែកពេលធ្លាក់បាបឲ្យផលហ្នឹងយើងមិនឡើងខ្ពស់តាមរឿងហើយក៏មិនដុនដាបធ្លាក់ចុះតាមរឿងដែលកើតឡើងដែរកំណត់ដឹងថានឹងជារឿងក្នុងលោកតែប៉ុណ្ណឹងអញ្ចឹងយើងអត់ផ្ញើសេចក្តីសុខទាំងស្រុងទៅលើរឿងខាងក្រៅនឹងយើងយកសតិបញ្ញាជាអ្នកជួយផ្ដល់សេចក្តីសុខឲ្យខ្លួនយើងវិញអាហ្នឹងតើយើងសំរឿយបានអាចទប់ស្កាត់បានណាកុំដូចថាយើងមានអ្នកការពារនៅមុខផ្ទះអញ្ចឹងយើងរឿងរាវចោលអីមិនងាយចូលផ្ទះចិត្តរបស់យើងបានទេអកុសលមួមកក្តៅក្រហាយអន់សុពន្ធចិត្តជាប់ជំពាក់ហួងហែងប្រកាន់ហ្នឹងវាអត់ងាយចូលក្នុងចិត្តរបស់យើងបានទេដោយសារយើងមានសតិបញ្ញាជួយនៅខាងក្នុងជួយទប់ពីខាងក្នុងទៅ